គួរឲ្យអាណិតណាស់ដែលខ្ញុំកាត់មកខុសពេលវេលាប្រសិនបើខ្ញុំកាត់60ឆ្នាំក្រោយខ្ញុំពិតជានឹងបម្រើជាតិមានបង្កើតក្រុមមេឆាដ៏មានឥទ្ធិពលឈីងឈីងតើនេះណែណាខេងតើអ្នកសុខសប្បាយទេខ្ញុំសុខសប្បាយទេពិតណាស់អ្នកសុខសប្បាយជីទេយោគឺជាអ្នកដែលគួរមានបញ្ហាខ្ញុំបានឃើញអ្នករុញគាត់ប្រសិនបើខ្ញុំមិនបានប្រតិកម្មរហ័សអ្នកដែលដេកលើគ្រែពេលនេះគឺឌុយឌូបានរុញគាត់ជំរុញគាត់ខេងកំពុងរងទុក្ខនៅខាងក្រៅជាច្រើនឆ្នាំទីបំផុតបានរកឃើញអ្នកបងប្រុសតើអ្នកបាននិយាយថាកូនស្រីបង្កើតរបស់ឪពុកម្ដាយអ្នកត្រូវបានរកឃើញទេតើអ្នកនឹងលែងចង់បានយោទៀតហើយមែនទេមិនមកយោតើប្រទេសមួយនេះសមនឹងក្លាយជានារីដែលខ្ជិះខ្ជាយដោយរបៀបណាចង់ប្រកួតប្រជែងជាមួយខ្ញុំមើលពីរបៀបដែលខ្ញុំសម្លាប់អ្នកមុនពេលទំនាក់ទំនងនេះទទួលយកអ្នកជាផ្លូវការអ្នកត្រូវហៅខ្ញុំថាលោកបៃហើយគាត់ថាលោកស្រីរ៉េងតើអ្នកយល់ទេយល់ថាខេងទើបតែត្រឡប់មកវិញតើអ្នកកំពុងនិយាយអំពីអ្វីមិនអីទេកុំឈរនៅខាងក្រៅចូលមកបងស្រីអ្នកបានស្នាក់នៅផ្ទះរបស់លោកបេមួយរយៈហើយមែនទេតើអ្នកនៅតែសាមនឹងវាទេមិនអីទេខ្ញុំជាស្ត្រីច្បងនៃគ្រួសារបេហេតុអ្វីបានជាខ្ញុំត្រូវផ្ដល់កំណត់ឲ្យអ្នកតើអ្នកមិនអីទេចេញពីទីនេះចំណាំទាំងនេះបងប្រុសបើខ្ញុំសុខសប្បាយទេកុំបន្ទោសបងស្រីខ្ញុំអីឈីងអ្នកទើបតែត្រឡប់មកវិញខ្ញុំមិនចង់ឃើញអ្នកនឹងរយច្រណែនទេលើកនេះបំភ្លេចចោលខ្ញុំមិនអាចធ្វើបែបនេះទៀតទេខ្ញុំជាយុវជនឆ្នាំនៃយុគសម័យថ្មីតើអ្នកអាចធ្វើបាបគាត់ដោយចិត្តណាដោយរបៀបណាគាត់បានរស់ដោយខ្លួនឯងតើនេះណែណាហេតុអ្វីបានជាមនុស្សទាំងនេះមើលទៅដូចជាអេករបស់ពួកគេកាន់តែយ៉ាប់យ៉ឺនមានន័យថាគាត់ធ្វើបាបអ្នកដោយចិត្តណាបងប្រុសនិងបងស្រីទើបតែត្រឡប់មកវិញវាជារឿងធម្មតាទេដែលមានគំនិតអំពីខ្ញុំកុំបន្ទោសគាត់បើបងស្រីខ្ញុំពិតជាមិនចូលចិត្តខ្ញុំអាចទៅបានហេតុអ្វីបានជាអ្នកចាក់ចេញបើចង់ចាក់ចេញប្រទេសនេះក៏ត្រូវទៅដែរមិនអីទេឈប់និយាយទៅបើមិនមានអ្វីកើតឡើងសូមប្រញាប់ផ្លាស់ប្ដូរសម្លៀកបំពាក់ចុះទៅជាន់ក្រោមដើម្បីញ៉ាំប្រញាប់ឡើងអូគិតតែពីស្លាប់ទៅអូក្មេងថ្ងៃទី1 ខែតុលាឆ្នាំ2025នេះគឺចិនថ្មី60ឆ្នាំក្រោយនឹកធ្លាប់ឃើញទេប្រទេសចិនថ្មីរបស់យើងគឺខ្លាំងមនុស្សមានសុភមង្គលទាំងអស់គឺល្អរាល់ការខិតខំប្រឹងប្រែងនិងការលះបង់របស់អ្នកជំនាន់មុនរបស់យើងវាជារង្វាន់ទាំងអស់បាទខេងគឺនៅទីនេះតើអ្នកកំពុងធ្វើអ្វីកំពុងញាប់ញ័រតើមានច្បាប់ទេប្រទេសដែលរដិបរដុបច្បាប់អ្វីលោកបេតើខ្ញុំអាចទៅផ្លាស់ប្ដូរសម្លៀកបំពាក់បានទេខ្ញុំស្លៀកសម្លៀកបំពាក់បេយោទាំងនេះឆ្កងបន្តិចសម្លៀកបំពាក់ដែលនៅសល់របស់យោគឺសម្រាប់អ្នកនៅតែមិនចូលចិត្តវាអ្វីដែលគាត់ពាក់សុទ្ធតែជាម៉ាកល្បីដល់ពេលដែលថេងទិញសម្លៀកបំពាក់របស់នាងផ្ទាល់ហើយទិញសម្លៀកបំពាក់ដែលអ្នកចូលចិត្ត
សូមអរគុណម៉ាក់ខ្ញុំក៏ចង់បានវាដែរយកព្រមយើងគឺជាដូដូអរគុណអ្នកម្ដាយផងដែរម៉ាក់គឺល្អបំផុតនេះគឺជាអង្គរម្ហូបឆ្ងាញ់ណាស់ខ្ញុំមិនដឹងថាខ្ញុំឈួតម្ដងទៀតទេមនុស្សឥឡូវសប្បាយចិត្តណាស់អស់បារម្ភរឿងអាហារនិងសម្លៀកបំពាក់គោលថេនិងសន្តិភាពរបស់ប្រជាជនវងមេតាខ្ញុំមិនញ៉ាំបង្គាទេហេតុអ្វីបានជាអ្នកធ្វើបង្គាម្ដងទៀតអ្វីកាត់ឡើងយកវាទៅឲ្យលឿនបោះវាចោលយកវាទៅឲ្យលឿនសូមទោសខ្ញុំភ្លេចរងចាំបន្តិចនេះឆ្ងាញ់ណាស់អ្វីដែលត្រូវបោះចោលបើគាត់មិនហូបទេខ្ញុំនឹងប៉ាមើលគាត់បានធ្វើវាដោយចិត្តណាពិតជាគ្មានការអប់រំហេភ្លេចវាប្រសិនបើកូនរបស់អ្នកចង់ញ៉ាំចូលឲ្យគាត់ញ៉ាំខ្ញុំស្មានថាខ្ញុំមិនបានញ៉ាំអ្វីល្អនៅជនបទទេឧស្សាហ៍ព្យាយាមនិងសន្សំសំចៃតែគុណធម៌ប្រពៃណីរបស់ជនជាតិចិនយើងតើអាចខ្ជិះខ្ជាយដោយរបៀបណាត្រូវហើយកេសេមិងដែលជាអ្នកស្នងមរតករបស់គ្រូសាហ្គានឹងត្រឡប់ទៅប្រទេសចិនវិញខ្ញុំបានអញ្ជើញពួកគេមកផ្ទះរបស់យើងនៅពេលនោះអ្នកទាំងអស់គ្នាត្រូវយកចិត្តទុកដាក់លើពាក្យសម្ដីនិងទង្វើរបស់អ្នកកុំខ្មាស់គ្រូសាបេរបស់យើងជាពិសេសអ្នកអូយ៉ាងឈីងបងប្រុសសេមីងត្រឡប់មកវិញហើយបន្ទាប់មកខ្ញុំត្រូវស្លៀកពាក់ឲ្យល្អខ្ញុំមិនដឹងថាច្រើនឆ្នាំបានកន្លងផុតទៅទេបងស៊ីមអូននៅចាំបងទេគ្រូសាហ្គាបានរៀបការជាមួយគ្រូសាបេរបស់យើងកេសេមីងនឹងត្រឡប់មកវិញនៅពេលនេះភាគច្រើនទំនងជានៅទីនេះដើម្បីមើលយកគ្មានអ្វីដែលមិននឹកស្មានដល់កាត់ឡើងបន្ទាប់មកយើងអាចសម្រេចចិត្តលើអាពាហ៍ពិពាហ៍រវាងគ្រួសារទាំងពីររបស់យើងល្អណាស់ដូដូអ្នកត្រូវមានអាកប្បកិរិយាល្អលើកនេះហេតុអ្វីខ្ញុំមិនឈប់ញ៉ាំខ្ញុំនឹងទិញសម្លៀកបំពាក់ខ្ញុំស្លៀកពាក់យ៉ាងស្អាតនៅពេលនោះទៅមុខខ្ញុំនឹងទៅជាមួយអ្នកហាគុណធម៌អ្វីមែនហើយវាមិនមែនជាអាហារទេហេតុអ្វីបានជាមានឆ្កែច្រើនម្ល៉េះវាទើបតែប៉ុន្មានថ្ងៃល្អប៉ុណ្ណោះប៉ុន្តែខ្ញុំភ្លេចគ្រាលំបាកពីមុនតើសមិទ្ធប៉ុន្មានអ្នកសំបីតែបាយជាមួយចានក៏មិនបានវាជាការពិតដែលខ្ញុំមិនដឹងថាខ្ញុំមានពពនាពេលដែលខ្ញុំស្ថិតនៅកណ្ដាលនៃពរជ័យស្វាមីអ្នកហាក់ដូចជាមានការជំទាស់ខ្លះចំពោះថេងហេងតើអ្នកមិនបានឃើញទេគាត់ជាក្មេងស្រីប្រិយមកពីជនបទខ្ញុំបានរៀនរឿងអាក្រក់ជាច្រើនឆ្នាំមកនេះតើនាងមានមុខមាត់ដូចស្ត្រីច្បងនៃគ្រួសារអភិជនយ៉ាងណាជាងយោទៅទៀតប៉ុន្តែគាត់ជាកូនស្រីបង្កើតរបស់យើងហេតុនេះហើយបានជាខ្ញុំយល់ព្រមយកគាត់ទៅផ្ទះរបស់បេវិញបើមិនដូច្នេះទេអ្នកនឹងគិតថាគុណធម៌របស់គាត់គឺជាអ្វីដែលគាត់មានខ្ញុំទុកគាត់នៅទីនេះទេប៉ុន្តែក្រោយមកយើងមិនអាចអត់ទោសឲ្យគាត់ចំពោះបញ្ហានេះបានទេខ្ញុំមិនអាណិតគាត់ទេខ្ញុំអាចនាំគាត់មកវិញវាគឺជាអំណោយដ៏ធំមួយសម្រាប់គាត់រួចទៅហើយនោះតើលោកក្រុងបង្ហាញអត្តសញ្ញាណរបស់លោកជាសាធារណៈនៅពេលណាអ្នកមិនបានក្រុងធ្វើជាសាធារណៈទេស្ត្រីច្បងនៃគ្រូសាបេគឺមានតែដយកប៉ុណ្ណោះចំណែកគាត់វិញសូមឲ្យគាត់រក្សាជីវិតដើមយើងគ្រាន់តែអាចប្រកាសទៅពិភពខាងក្រៅថាយើងត្រូវបានអនុម័ត234តើសំឡេងជាអ្វីអ្នកស្រីលីតើសំឡេងអ្វីនៅខាងក្រៅ12កញ្ញាខៀនកំពុងធ្វើលំហាត់ប្រាណពេលព្រឹកពោះតើអ្នកនិយាយថាគាត់កំពុងធ្វើអ្វីហាត់កាយសម្ព័ន្ធវិទ្យុតើក្មេងស្រីនេះឈួតអំពីអ្វី1 2 3 4 5 5 1 5 2 8 2ក្មេងស្រីមានក្លិនស្អុយ4តើអ្នកកំពុងធ្វើអ្វី6លោកបេហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំបានសួរអ្នកថាតើអ្នកកំពុងធ្វើលំហាត់ប្រាណបែបណាសមិទ្ធឡៃហ្វេងបាននិយាយថាខ្ញុំចង់តាមដានភ្នំនិងថ្មដៃទន្លេក្បែរទន្លេដែលគ្មានការងារធ្វើខ្ញុំចង់វឹកហាត់ខ្លួនឯងនៅក្នុងព្យុះខ្ញុំមិនចង់រស់នៅក្នុងភាពស្ងប់ស្ងាត់ទេធ្ងន់ធ្ងរតើអ្នកធ្ងន់ធ្ងរទេជាការពិតណាស់លោកបេថ្ងៃនេះអាកាសធាតុល្អណាស់ដូច្នេះយើងត្រូវប្រញាប់ឡើង
ដល់ពេលហាត់ប្រាណរាងកាយគឺជារដ្ឋធានីនៃបដិវត្តន៍អ្នកមកហាត់ប្រាណជាមួយខ្ញុំផងមិនចាំបាច់ទេអ្នកបន្តធ្វើលំហាត់ប្រាណខ្ញុំមិនខ្វល់ទេលោកបាយខ្ញុំតែងតែញ៉ាំនិងគេងនៅផ្ទះខាត់ពេលមែនទេខ្ញុំបានឮថា Base Technology មានវិទ្យាស្ថានស្រាវជ្រាវពិសេសមួយតើខ្ញុំអាចចូលរួមបានទេតើអ្នកបាននិយាយអ្វីអ្នកចង់ចូលរួមវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ B តើអ្នកគិតថាលុយដែលខ្ញុំតែងតែផ្ដល់ឲ្យអ្នកមិនគ្រប់គ្រាន់ទេមិនមែនបែបនេះទេសមិទ្ធលីវែងនិយាយម្ដងទៀតអ្វីដែលរុងរឿងបំផុតក្នុងលោកគឺពលកម្មមនុស្សដែលសមរម្យបំផុតនៅលើពិភពលោកគឺជាកម្មករប្រសិនបើខ្ញុំមិនធ្វើការខ្ញុំសូមទោសប្រជាជនវាមិនមែនថាគាត់ជឿទេតើគាត់ពិតជាកូនបង្កើតរបស់ខ្ញុំមែនទេហេយយអ្នកត្រូវមានអាកប្បកិរិយាល្អលើកនេះគ្រួសារហ្គាគឺជាគ្រួសារតែមួយនៅក្នុងទីក្រុង Beijing ប្រសិនបើខ្ញុំអាចនៅជាមួយ Gaseming បន្ទាប់មកអាជីវកម្មអនាគតរបស់គ្រួសារ B របស់យើងទាំងអស់គឺអាស្រ័យលើអ្នកម្ដាយរបស់បងប្រុសខ្ញុំក៏បានឲ្យកាត់ធនាគារដល់ប្អូនស្រីខ្ញុំដែរតើអ្នកគិតថាគាត់នឹងធ្វើវាដើម្បីបង្ហាញពីខ្លួនឯងទេចាក់ខ្ជិលលុយឪពុកម្ដាយអ្នកគ្រាន់តែចិត្តល្អពេកវាដល់ពេលហើយតើអ្នកនៅតែគិតអំពីប្រទេសដែលរដិបរដុបយ៉ាងណាមិញបងស្រីរបស់ខ្ញុំមកពីជនបទហើយមិនយល់ពីច្បាប់ខ្ញុំគ្រាន់តែព្រួយបារម្ភគាត់នឹងបំផ្លាញការប្រជុំរបស់យើងជាមួយគ្រួសារហ្គាអនុញ្ញាតឲ្យយើងខ្មាស់អៀនដោយឥតគិតថ្លៃកុំបារម្ភពីកាតធនាគារដែលម្ដាយបានផ្ដល់ឲ្យប្រទេសនោះបំខិនខ្ញុំបានផ្ដល់ឲ្យគាត់នៅដែនកំណត់100យួនក្នុងមួយថ្ងៃនេះគឺ100យួនសូម្បីតែមិនអាចទិញស្រោមជើងមួយគូតើគាត់អាចប្រៀបធៀបជាមួយអ្នកដោយរបៀបណាបងប្រុសខ្ញុំដឹងថាអ្នកល្អបំផុតសម្រាប់ខ្ញុំតោះទៅឆងបឺតើនរណាជាអ្នកប្រមូលយ៉ាងហិនអ្នកប្រមូលវាហើយស្កេនការដឹកជញ្ជូនរហ័សរបស់អ្នកសូមអញ្ជើញមកសូមអរគុណសៀវភៅទាំងនេះគឺជាកំណប់ទ្រព្យនៅក្នុងពិភពរូបវិទ្យាខ្ញុំអាចទទួលបានវាយ៉ាងងាយស្រួលឥឡូវនេះខ្ញុំសប្បាយចិត្តណាស់តើអ្នកលក់អ្វីយោប៉ូលោកបាយដោយសារអ្នកមិនចង់ឲ្យខ្ញុំចូលរួមក្នុងគ្រួសារបេជាស្ថានបច្ចេកវិទ្យាបន្ទាប់មកខ្ញុំត្រូវការបន្ទប់នៅផ្ទះធ្វើមន្ទីរពិសោធន៍របស់ខ្ញុំការស្រាវជ្រាវដែលខ្ញុំមិនអាចបញ្ចប់ក្នុងជីវិតមុនរបស់ខ្ញុំចង់អនុវត្តវានៅទីនេះអ្នកជាក្មេងស្រីប្រុសមកពីជនបទតើអ្នកអាចស្រាវជ្រាវអ្វីខ្លះជាមួយនឹងអេតិចទូចរបស់អ្នកខ្ជិះខ្ជាយពេលវេលារូបវិទ្យាទាំងនេះដំណើរការសម្រាប់អ្នកស្រាវជ្រាវដែលខ្វះការណែនាំទ្រឹស្ដីជាយូរមកហើយវាគ្មានអ្វីក្រៅពីការផ្ដល់ជំនួយក្នុងគ្រាចាំបាច់នោះទេចៅហ្វាយនេះម្នាក់ដែលពឹងផ្អែកលើខ្លួនឯងដើម្បីរកពេញមួយឆ្នាំភ្លាមនោះបានទទួលសៀវភៅអាតកំបាំងក្បាច់គុណរាប់មិនអស់ឈ្គួតទៀតហើយតើផ្លូវនៃសរសៃនេះគួររត់ដោយរបៀបណានេះជាជំនាញយាយយឹងអាហោនេះជាអារម្មណ៍នៃអាតកំបាំងក្បាច់គុណពីស្ថានសួគ៌និងផែនដីលយណាស់វាចំណាយពេលមួយសប្តាហ៍ទីបំផុតខ្ញុំបង្កើតគំរូនេះប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាអ្វីមួយនៅតែមិនល្អឥតខ្ចោះមកទីនេះធ្វើអីបងស្រីអ្នកនៅក្នុងគ្រួសារបេយូរណាស់មកហើយអ្នកមិនអាចបន្តញ៉ាំនិងផឹកនៅទីនេះដោយឥតគិតថ្លៃបានទេនេះជាសម្លៀកបំពាក់ដែលឪពុកម្ដាយខ្ញុំបានប្ដូរពីបោកខោអាវចង់ចាំថាត្រូវលាងសម្អាតទុកវានៅទីនេះខ្ញុំនឹងទៅលាងវានៅពេលក្រោយបន្ទាប់មកកុំភ្លេចឪពុកម្ដាយនៅតែរងចាំគ្មានទៀតទេដោយគ្មានការអនុញ្ញាតពីខ្ញុំហាមចូលបន្ទប់ខ្ញុំតើអ្នកចង់មានន័យអ្វីអ្នកមិនទាំងមិនធ្វើពុតជាទៀតទេពេលដែលឪពុកម្ដាយរបស់អ្នកទៅហើយមែនទេប្រយោគនេះគួរតែជាអ្វីដែលខ្ញុំបាននិយាយទៅកាន់អ្នកនៅចំពោះមុខខ្ញុំកុំលេងល្បិចក្មេងទាំងនោះអ្នកគ្រាន់តែរងចាំខ្ញុំឲ្យខ្ញុំមើលថាតើសណ្ដែកដីប្រភេទណាដែលអ្នកអាចធ្វើបានហាពេលលោកកាមកច្បាស់ជាបង្កើតឈុតឆាកប្លែកភ្នែកហានេះជាកូនប្រុសរបស់អ្នកឈ្មោះកាសេមីងមែនទេគាត់ពិតជាមនុស្សមានទេពកោសល្យបងស៊ីមអូននៅចាំបងទេខ្ញុំជាដូដូ
បើអ្នកមិនស្គាល់ខ្ញុំទេចូលនៅឲ្យឆ្ងាយពីខ្ញុំសេមិញក្មេងនេះទើបតែត្រឡប់ទៅប្រទេសចិនវិញឆ្លងផុតទម្លាប់អាក្រក់នេះនៅឡើយទេហាមិនអីទេមកទាំងអស់គ្នាប្រញាប់ឡើងសូមមេត្តាហេតុអ្វីបានជាអូយ៉ាងខេងមិនទាន់ចុះមកប្រាប់គាត់ឲ្យចុះពីខ្នងខ្ញុំតើបងប្រុសបេនៅតែសម្រុំសូមទោសលោកค่ะក្មេងស្រីប្រិយមកពីជនបទមិនយល់ពីច្បាប់ខ្ញុំចាំថាលោកបេមានកូនស្រីតែម្នាក់ហាខេងទើបតែត្រូវបានយកទៅចិញ្ចឹមពីជនបទមិនទាន់បានប្រកាសនៅឡើយគេថាឯងនឹងប្រពន្ធលោកឯងនឹងនាងប៉ៃមានគូបេះដូងពោធិសត្វវាពិតជាគួរឲ្យអាណិតណាស់ដែលបានឃើញវានៅថ្ងៃនេះមនុស្សខ្លះពិតជាមិនដឹងគុណពេលត្រឡប់មកវិញខ្ញុំនឹងច្រណែនយោត្រីល្អនិយាយដោយចៃដន្យមានរឿងបែបនេះថ្ងៃនេះខ្ញុំមានភ្ញៀវកុំប្រាប់នរណាម្នាក់អំពីរឿងអាស្រូវរបស់គ្រួសារយើងខ្ញុំស្គាល់បងស្រីពិតជាមិនមានចេតនាគាត់ស្ទើរតែធ្វើឲ្យអ្នកខូចរូបរាងនេះមិនមែនជាចិត្តណាទេក្មេងស្រីដែលមានក្លិនស្អុយនេះខ្ញុំដឹងថាថ្ងៃនេះខ្ញុំមានភ្ញៀវកិត្តិយសនៅផ្ទះមិនទាន់មិនអីទេយើងចាំបន្តិចទៀតលោកគ្រូអ្នកគ្រូឈិនធ្លាក់ចុះអានេះតើគាត់ឈួតទេអ្នកមិនអាចធ្ងន់ធ្ងរបានទេគួរឲ្យចាប់អារម្មណ៍បន្តិចអ្វីដែលអ្នកធ្វើដោយដឹងថាមានឱកាសដ៏សំខាន់បែបនេះស្លៀកពាក់បែបនេះធ្វើឲ្យខ្ញុំខ្មាស់គេមែនទេតើមានអ្វីខុសជាមួយអ្វីដែលខ្ញុំពាក់ពួកគេខ្ពើមនឹងសម្លៀកបំពាក់របស់ខ្ញុំនេះគឺជារ៉ូផ្លូវការបំផុតដែលខ្ញុំពាក់ក្នុងទសវត្សរ៍ឆ្នាំ1960បាញ់រុនប៉ាកុំបន្ទោសខ្ញុំអីបងស្រីរបស់ខ្ញុំមកពីជនបទប្រហែលជាអ្នកគិតថាវាជាម៉ូដដែលពាក់វាបែបនេះមិនសមហេតុផលប៉ុណ្ណាទោះបីជាអ្នកមកពីជនបទក៏ដោយតើអ្នកគួរយល់ពីសោភ័ណភាពជាមូលដ្ឋានខ្លះទេទុយទៅវិញខ្ញុំគិតថាសម្លៀកបំពាក់របស់នារីម្នាក់នេះគឺបែបបុរាណណាស់និស័យណាស់បងស៊ីមីងចេះដឹងតើអ្នកចូលចិត្តរចនាប័ទ្មនេះទេតើខ្ញុំចូលចិត្តធ្វើអ្វីជាមួយអ្នកយុវជនស្លៀកពាក់ដោយសេរីពួកគេស្លៀកពាក់អ្វីក៏ដោយដែលពួកគេចូលចិត្តបងប្អូនឲ្យយើងជាអ្នកចាស់ទុំកុំបារម្ភខ្លាំងពេកមែនទេខេងខ្ញុំមិនបានប្រាប់អ្នកទេមានភ្ញៀវកិត្តិយសមកដល់ថ្ងៃនេះហេតុអ្វីបានជាអ្នកចុះមកឥឡូវនេះតើយើងត្រូវមានពួកយើងច្រើនណាស់ដែលកំពុងរងចាំអ្នកទៅជាកាកសំណល់គឺបេដូប្រាប់ខ្ញុំឲ្យយកសម្លៀកបំពាក់របស់អ្នកនិងលោកស្រីយ៉ាងអាចចុះមកបានតែបន្ទាប់ពីលៀងខ្ញុំទើបតែបបអ៊ុតនៅទីនោះព័ត៌មានលម្អិតខ្ញុំមិនដែលនិយាយរឿងបែបនេះទេហេតុអ្វីបានជាអ្នកដាក់ខ្ញុំនៅមុខមនុស្សជាច្រើនខ្ញុំមិនដែលកុហកទេវាគឺជាអ្នកដែលបានប្រាប់ខ្ញុំឲ្យយ៉ាងខេងអ្នកពិតជាសាហាវណាស់ដើម្បីដាក់សុំយោនៅមុខគ្រួសារគេហេតុអ្វីបានជាអ្នកព្យាយាមរំខានខ្ញុំដោយចិត្តណាជ្រៀតជ្រែកក្នុងអាពីមិនអីរបស់យោទេកុំបារម្ភខ្ញុំនឹងមិនឲ្យគាត់ធ្វើបាបអ្នកទេគ្រប់គ្រាន់ហើយយោនឹងមិនធ្វើរឿងបែបនេះទេយើងនឹងនិយាយអំពីកិច្ចការបច្ចុប្បន្នរបស់យោនៅពេលក្រោយមានភ្ញៀវកិត្តិយសនៅទីនេះរឿងនេះបញ្ចប់នៅទីនេះពិតជាអផ្សុកណាស់ហើយវាជាស្ទីលថ្មីរបស់កូនស្រីពិតនិងคล้ายនេះនៅតែជាសតវត្សទី21គួរឲ្យអស់សំណើចណាស់ប្រភេទអារម្មណ៍នៃការធ្វើជាចំណីសត្វនៅក្នុងប្រឡោមលោកអំពីការធ្វើដំណើរទៅកាន់ផ្ទះអ្នកមានពិតជាត្រូវបានកូនស្រីបង្កើតពិតមាត់តើអាហារថ្ងៃត្រង់នឹងត្រូវបម្រើនៅពេលណាបញ្ចប់ការញ៉ាំអាហាររួចយើងក៏បែកគ្នាយ៉ាងលឿនមកបម្រើម្ហូបឈប់នៅពេលធម្មពលចាប់ផ្ដើមសីតុណ្ហភាពអាត់បលមានលើសពី100សម្ភារៈធម្មតាមិនអាចរក្សាវាបានតតែសោះតើមានវិធីណាបន្ថយសីតុណ្ហភាពសក់របស់អ្នកក្មេងស្រីនេះត្រូវបានគ្រួសាររបស់នាងធ្វើខុសមើលទៅមិនខឹងតតែសោះគឺគាត់មិនខ្វល់អ្វីទាំងអស់ឈីងតើខ្ញុំមិនបានផ្ដល់កាតធនាគារដល់អ្នកទេកាលពីម្សិលមិញហើយអ្វីបានជាអ្នកទិញសម្លៀកបំពាក់នេះខ្ញុំបានទៅផ្សារអ្នករត់ទៅបាននិយាយថាខ្ញុំមានលុយគ្រប់គ្រាន់ដើម្បីទិញសម្លៀកបំពាក់នេះគ្រូសាបេមិនអាចមានលទ្ធភាពទិញសម្លៀកបំពាក់មួយឈុតយ៉ាងអារាមនៅចំពោះមុខលោកជាតើអ្នកបានរងទុកច្រើនក្នុងគ្រូសាបេទេលោកបៃអ្នករត់ទៅនៅក្នុងហាងបាននិយាយថាខ្ញុំមានតែ100យន្តនៅក្នុងកាតរបស់ខ្ញុំតែទិញមួយនេះគ្រប់គ្រាន់ខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យមើលឬប៉ះអ្វីផ្សេងទៀតទេហើយបណ្ដេញខ្ញុំចេញពីហាងខ្ញុំនឹងផ្ដល់ឲ្យអ្នក1លាននៅក្នុងកាតតើអ្នកអាចកុហកនៅមុខមនុស្សជាច្រើនដោយរបៀបណាខ្ញុំគ្រាន់តែនិយាយថាទីព្រៃនេះមានរាងដូចសត្វត្រឆានគាត់មិនសមនឹងនៅក្នុងផ្ទះរបស់យើងតស្រីលោកកានិងអ្នកផ្សេងទៀតនៅទីនេះគ្រាន់តែឈប់កុហក
តើអ្នកខ្មាស់ឪពុកម្ដាយរបស់អ្នកទេផ្លូវនៃស្ថានសួគ៌គឺខ្មៅនឹងកុហកខ្ញុំគួរទុកអ្នកទៅចិញ្ចឹមខ្លួននៅជនបទកុំខ្មាស់ខ្ញុំនៅទីនេះឈិនអ្នកខកចិត្តខ្ញុំខ្លាំងណាស់ជាធម្មតាអ្នកប្រកួតប្រជែងជាមួយយោយោនៅផ្លេចអំពីការច្រណែនថ្ងៃនេះនៅចំពោះមុខគ្រួសាររបស់លោកកាតើអ្នកនៅតែចង់បង្កបញ្ហាមែនទេអ្នកចង់រំខានអាពាហ៍ពិពាហ៍របស់ហួងយោយោដោយចិត្តណាមែនទេខ្ញុំនិយាយរឿងមួយហើយអ្នកត្រូវបដិសេធខ្ញុំ10រឿងនេះជារបៀបដែលអ្នកឃើញខ្ញុំត្រឹមត្រូវអ្នកជាអ្នកស្រុកស្រែចំការក្នុងចិត្តអ្នកមិនសមនឹងចូលក្នុងគ្រួសារបីទេខ្ញុំបានប្រាប់អ្នកថាខ្ញុំមិនដែលកុហកទេក្មេងស្រីតែបៃតងបងប្រុសគ្មានខួរក្បាលពុកល្ងងនឹងម៉ាក់ប្រងើយកណ្ដាលគ្រួសារនេះពិតជាអស់សង្ឃឹមណាស់អ្នកណាហ៊ានកុហកវាហាក់ដូចជាខ្ញុំមិនអាចធ្វើវាបានទេបើគ្មានការបង្រៀនអ្នកពីមេរៀនលោកប៉ៃឯងមានការសម្រេចចិត្តបន្តិចហើយក្នុងការធ្វើរឿងហ្នឹងកញ្ញាស៊ីងបាននិយាយថាគាត់មិនបានកុហកទេបន្ទាប់មកវាមិនយឺតពេលទេក្នុងការធ្វើការសន្និដ្ឋានបន្ទាប់ពីយើងស្វែងយល់បន្ថែមជប់ញ៉ៃទៀតទៅឪពុកម្ដាយថ្ងៃនេះយើងបានអញ្ជើញលោកយ៉ានិងក្រុមគ្រួសាររបស់គាត់មកផ្ទះរបស់យើងជាភ្ញៀវបងស្រីរបស់ខ្ញុំធ្វើឲ្យអ្នកដទៃមានបញ្ហាដោយសារតែរឿងតូចតាចបែបនេះកុំបន្ទោសគាត់ល្ងងគាត់មិនមានន័យទេអ្នកគួរតែល្អប្រសិនបើមានតែខេងៗគឺពាក់កណ្ដាលសំហេតុផលដូចអ្នកដែរកញ្ញាឈីនអ្នកថាអ្នកត្រូវបានបណ្ដេញចេញពីផ្សារទំនើបព្រោះអ្នកគ្មានលុយបាត់កេសោរឿងនេះនឹងមិនរំខានអ្នកទៀតទេការពិតនេះគឺនៅចំពោះមុខយើងនេះជាកំហុសរបស់ស្រីស្អាតម្នាក់នេះយ៉ាងច្បាស់ខ្ញុំមិនគិតដូច្នេះទេអំពីរោគអាពាហ៍ពិពាហ៍របស់ម្ចាស់កត្រីយេងយ៉ាវយ៉ូមិនឲ្យអ្នកមានស្មារតីរឹងប៉ឹងហើយមើលទៅដូចមនុស្សពិតបងប្រុសស៊ីមីយើងស្គាល់ចរិតរបស់អ៊ុយអេងថេងល្អជាងអ្នកទៅទៀតមិនចាំបាច់ពិនិត្យទេច្បាស់ជាគាត់បង្កបញ្ហាកែស៊ូតាអ្នកឃើញរឿងកំ pl ាញ់ទេសូមឲ្យយើងជាគ្រូសាបេដោះស្រាយបញ្ហានេះដោយខ្លួនឯងវាមិនអីទេសេមិនកំរខឹងនរណាម្នាក់ណាខ្ញុំក៏ចង់ឃើញថាគាត់គួរធ្វើយ៉ាងណាតើអ្នកនៅចាំថាតើផ្សារទំនើបមួយណាដែលអ្នកបានទៅទិញចងចាំអគារពាណិជ្ជកម្មបេយ៉ុនអ្វីដែលចៃដន្យអគារពាណិជ្ជកម្មបេយ៉ុនគឺជាអគារពាណិជ្ជកម្មដែលគ្រប់គ្រងដោយ Story Group ខ្ញុំគ្រាន់តែត្រូវការហៅទូរស័ព្ទប៉ុណ្ណោះគ្រាន់តែដឹងថាតើអ្វីមួយពិតឬមិនពិតសួស្ដីអ្នកគ្រប់គ្រងវងខ្ញុំគឺកសេមិញម្សិលមិញម៉ោង3រសៀលម្សិលមិញម៉ោង3រសៀលតើមាននារីណាទិញខោអាវខៀវហើយបន្ទាប់មកត្រូវបានបណ្ដេញចេញដោយបុគ្គលិកខាងសូមពិនិត្យមើលវាសម្រាប់ខ្ញុំភ្លាមខ្ញុំផ្ដល់ឲ្យអ្នកតែ10ពិន្ទុប៉ុណ្ណោះអ្នកឃើញទេងាយដឹងការពិតមិនចាំបាច់ការពារនរណាម្នាក់ទេតើនរណាជាអ្នកខុសបងប្រុសសេមិញតើយើងអាចធ្វើបាបគាត់ដោយរបៀបណាតើពុកម្ដាយរបស់ខ្ញុំអាចទទួលបាន100យន្តដោយរបៀបណាខ្ញុំចង់ឲ្យបងស្រីរបស់ខ្ញុំទិញសម្រាប់បងប្រុសស៊ីមីងទម្រង់ជាក់ស្ដែងបែបនេះមិនចាំបាច់ប្រើធនធានរបស់គ្រួសារហ្គាដើម្បីពិនិត្យមើលវាទេមើលនេះវាជាកំហុសរបស់អ៊ុយអេងថេងដែលជាក្មេងស្រីព្រៃយើងប្រកាសជានឹងដោះស្រាយខ្ញុំមិនជឿលើការប៉ាន់ស្មានទេខ្ញុំគ្រាន់តែជឿលើការពិតប៉ុណ្ណោះលើសពីនេះការពិតនេះអាចទៀងផ្ទាត់បានយ៉ាងងាយស្រួលយើងគ្រាន់តែត្រូវការរងចាំ10នាទីប៉ុណ្ណោះរងចាំការពិតត្រកូលចាស់របស់យានយន្តនៅជាប់នឹងវាអ្នកពិតជាក្មេងនឹងមានការសន្យាលោកបេកុំប្រកាន់អីកូនប្រសានេះចូលចិត្តញ៉ៃពាក្យរបស់ខ្ញុំគាត់មិនដែលចូលចិត្តស្ដាប់ទេហាហាតើខ្ញុំគួរធ្វើដូចម្ដេចមិនអីទេជំរាបសួរក្លាហានណាស់តើអាចមានមនុស្សបែបនេះនៅក្នុងផ្សារទំនើបរបស់យើងបណ្ដេញចេញភ្លាមនឹងការគ្រប់គ្រងមិនល្អរបស់អ្នកខ្ញុំនឹងពិនិត្យមើលវាជាមួយប្រពន្ធរបស់ខ្ញុំនៅថ្ងៃនេះតើបងប្រុសស៊ីមីសុខសប្បាយជាយ៉ាងណាទុកឲ្យអ្នកចុះការពិតគឺកញ្ញាខេនបានស្លាប់នៅក្នុងហាងរបស់យើងខ្ញុំពិតជាត្រូវបានបុគ្គលិកហាងបណ្ដេញចេញទិញខោអាវថោកកញ្ញាឈិនមិនបានកុហកទេតើវាអាចទៅរួចដោយរបៀបណាកញ្ញាឈិនឲ្យខ្ញុំសួរតើអ្វីដែលអ្នកបានជួបនៅផ្សារទំនើបបេយ៉ុនកាលពីម្សិលមិញមានអត្ថន័យជ្រាលជ្រៅឬទេខ្ញុំបានដោះស្រាយជាមួយបុគ្គលិកពាក់ព័ន្ធរួចហើយនេះគឺជាកាត់កម្ពូលនៅលើបេយ៉ុនឆេនអ្នកអាចទិញអ្វីដែលអ្នកចង់បាននៅក្នុងផ្សារទំនើបណាមួយនៅខាងក្នុងគ្រាន់តែចាត់ទុកវាជារឿងមួយវាមិនសំខាន់សម្រាប់អ្នកទេខ្ញុំមិនបានយកវាទៅក្នុងបេះដូងទេកញ្ញាឈិនមានចិត្តទូលាយនិងចេះអត់អន់ប៉ុន្តែប្រសិនបើរឿងនោះធ្វើអ្វីខុសយើងមិនអាចមើលរំលងបានទេសូមប្រមូលវាផងដែរស្ត្រីគឺល្អណាស់ខ្ញុំគ្រាន់តែត្រូវការលុយទិញសម្ភារៈស្រាវជ្រាវគ្នាតើនេះអាចទៅរួចដោយរបៀបណាខ្ញុំបានឲ្យគាត់1លាននៅក្នុងកាតនោះជាអាជីវកម្មរបស់គ្រួសារបេរបស់អ្នក
តើមាននរណាម្នាក់មានចិត្តណាដាក់កញ្ញាខេនទេបន្ទាប់មកគាត់បាននិយាយយ៉ាងតឹងរឹងទៅកាន់ Zain Heo តើមានអ្វីកាត់ឡើងទីបំផុតខ្ញុំឃើញកូនប្រុសនិងកូនស្រីបង្កើតរបស់អ្នកយ៉ាងច្បាស់តើមនុស្សទាំងនេះជានរណាម៉ាក់ខ្ញុំក៏មិនដឹងដែរតើអ្នកចង់ឲ្យខ្ញុំទូរស័ព្ទទៅធនាគារហើយសួរទេម៉ាក់កុំបន្ទោសបងអីវាជាខ្ញុំខ្ញុំបានទូរស័ព្ទទៅធនាគារហើយនិយាយថាខ្ញុំជំពាក់ប្រាក់100 យូរសេចក្តីស្រឡាញ់ដែលអ្នកបានកំណត់ហេតុអ្វីបានជាអ្នកធ្វើបែបនេះខ្ញុំមិនមានទេនោះមិនមែនដោយសារតែតើខ្ញុំបានចំណាយលុយ800,000 យន់ទិញសម្លៀកបំពាក់នៅផ្សារបងប្រុសខ្ញុំថាខ្ញុំចាយលុយយ៉ាងខ្ជះខ្ជាយដូច្នេះហើយខ្ញុំខឹងហើយបានបន្ថែមចំនួនកំណត់កាត់ខ្ញុំគិតថាខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានកាត់សូមឲ្យបងស្រីខ្ញុំមានបណ្ដាញជំរាបសួរនោះហើយជាវាមនុស្សខ្លះជឿរឿងនេះធិញហេងកុំធ្វើឲ្យមានការច្របូកច្របល់ចេញពីមូលហេតុនាពេលអនាគតវាធ្វើឲ្យគ្រួសារទាំងមូលមើលទៅមិនស្អាតតាមអ្នកខ្ញុំកំពុងធ្វើឲ្យមានការច្របូកច្របល់វាច្បាស់ជាអ្នកមិនខ្វល់ខ្ញុំពិតជាគិតថាពួកគេនឹងចាប់ពួកយើងឥឡូវនេះមែនទេអាប្រាក់សម្ភារៈគួរតែអាចគ្រប់គ្រងសារធាតុខ្ពស់ហេតុអ្វីបានជាអ្នកមិនធ្វើការកណេខ្លះវាជាការយកខុសនោះនឹងមិនអីទេមនុស្សគ្រប់គ្នាបន្តញ៉ាំប្រកាសណាស់លើកវាឡើងការព្យាបាលស្ត្រីព្យាបាលគឺខុសពីកូនស្រីបង្កើតខ្ញុំទើបតែចាត់វិធានការសេមិញអ្នកបាននិយាយវាមិនអីទេលោកខាវាគ្រាន់តែជាវគ្គតូចមួយប៉ុណ្ណោះយើងសូមអញ្ជើញអ្នកឲ្យមកថ្ងៃនេះខ្ញុំគ្រាន់តែចង់ពិភាក្សាអំពីអាពាហ៍ពិពាហ៍រវាងយ៉ូនិងលោកកាខ្ញុំបានសួរសេមិញអំពីបញ្ហានេះតើគាត់មានន័យយ៉ាងណាខ្ញុំគ្មានគម្រោងបង្កើតគ្រួសារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេបង្កើតអាជីពដំបូងហើយបន្ទាប់មកចាប់ផ្ដើមគ្រួសារតើវាអាចទៅរួចដោយរបៀបណាដែលត្រូវចង់ដោយក្តីស្រឡាញ់រវាងកុមារអនុញ្ញាតឲ្យតែម្នាក់ឯងនេះបងប្រុសតើគាត់មានន័យដូចម្ដេចតើខ្ញុំអាក្រក់ទេម៉ៃយ៉ូមិនស្អាតជាងគេទេកេសេមិញតើអ្នកចង់មានន័យអ្វីតើមានអ្វីខុសតើខ្ញុំបាននិយាយអ្វីទេតើអ្នកហ៊ានហៅយ៉ូអាក្រក់ទេតើខ្ញុំប្រាប់ឈ្មោះគាត់ទេសួស្ដីបងប្រុសមីងកុំឆ្លោះជាមួយខ្ញុំអីអស់ហើយព្រោះខ្ញុំមិនល្អគ្រប់គ្រាន់ទេបងខ្ញុំគិតថាវាជាការល្អជាងក្នុងការបំភ្លេចអាពាហ៍ពិពាហ៍នេះបើមានតែកូនអាចរៀបការបានខ្ញុំពិតជានឹងមិនជំទាស់ទេដោះស្រាយបញ្ហាសីតុណ្ហភាពខ្ពស់បន្ទាប់មកយើងអាចបង្កើតមេកាអាថោកទាបមិនហ៊ានសើចដាក់ខ្ញុំខ្ញុំសុំទោសបងស្រីខ្ញុំបានបំបែកបាល់តុក្កតារបស់អ្នកប្រសិនបើទម្រង់វេទមន្តរបស់ខ្ញុំខូចវានឹងធ្វើឲ្យអ្នកមើលទៅល្អស្រីស្អាតឯងនិយាយរឿងអីសូមអរគុណនេះគឺជាភាពសុខដុមរមនាអូទិញម៉ូដែលនេះគឺជាគំរូស្នូលធម្មពលតើបងប្រុសសេមិញមានន័យយ៉ាងណាតើម៉ូដែលធម្មពលអ្វីតើអ្នកអាចមានរឿងនេះដោយរបៀបណាមានអារម្មណ៍សោកស្ដាយខ្ញុំពិតជារំភើបណាស់អ្នកសំខាន់សម្រាប់ខ្ញុំពេកតើអ្នកមានគំរូធម្មវុននិងសំរុំដោយរបៀបណានេះជាការពិតណាស់ខ្ញុំដឹងខ្ញុំបានចំណាយពេល5ឆ្នាំនៅបរទេសដើម្បីសិក្សាប៉ុន្តែទាំងនេះគឺជាវត្ថុទាំងអស់នៅលើគំនូរអត់ទេវាមិនអាចទៅរួចទេខ្ញុំមិនអាចមានរឿងនេះទេមែនហើយនេះគឺជាសុបិនស្នូលនេះគឺល្អឥតខ្ចោះជាងអ្វីដែលខ្ញុំបានសិក្សាតើអ្នកអាចប្រាប់ខ្ញុំពីកន្លែងដែលអ្នកទទួលបានវាខ្ញុំបានប្រមូលផ្ដុំវាដោយខ្លួនឯងខ្ញុំមិននឹកស្មានថាអ្នកស្គាល់គាត់ទេប្រមូលផ្ដុំដោយខ្លួនឯងអ្នកនិយាយអ្នកប្រមូលផ្ដុំរឿងដ៏ស្មុគស្មាញបែបនេះដោយខ្លួនឯងខ្ញុំបានប្រាប់អ្នកថាខ្ញុំមិនដែលកុហកទេគំនូររបស់ខ្ញុំនៅខាងក្រោមអ្នកពិតជាដាក់វាជាមួយគ្នាតើអ្នកអាចបង្ហាញខ្ញុំនៅគំនូររបស់អ្នកបានទេសន្មត់ពេកសុំទោសខ្ញុំពិតជារំភើបណាស់អ្នកអាចផ្ញើគំនូររបស់អ្នកខ្ចីវាមកខ្ញុំមើលមិនអីទេខ្ញុំយកគាត់អ្នកដែលធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រគឺខ្ញុំសូមនាំអ្នកទៅមើលតើពួកគេកំពុងនិយាយអំពីអ្វីតើអ្នកចង់មានន័យអ្វីខ្ញុំក៏មិនដឹងដែរបងប្អូនប្រុសស្រីបេធ្វើបាបអ្នកខ្លាំងណាស់ខឹងអត់ហេតុអ្វីបានជាខ្ញុំគួរខឹងមនុស្សធម្មតានឹងខឹងនៅពេលជួបរឿងបែបនេះខ្ញុំមានលក្ខខណ្ឌល្អបែបនេះអស់បារម្ភរឿងអាហារអ្នកអាចធ្វើការស្រាវជ្រាវបានច្រើនតាមដែលអ្នកជាអ្វីដែលមនុស្សជាច្រើនចង់បានកុំផ្ដោតការយកចិត្តទុកដាក់ទាំងអស់របស់អ្នកលើការស្រាវជ្រាវជាជាងចូលរួមក្នុងការចាប់អារម្មណ៍អ្នកពិតជាចម្លែកណាស់តោះទៅនេះជាបងប្រុសហាហាបេភ្លេចប្រាប់អ្នកសុនមិញកំពុងសិក្សានៅវិទ្យាស្ថានស្រាវជ្រាវបរទេសទើបតែបានត្រឡប់ទៅប្រទេសចិនវិញថ្មីនេះគម្រោងស្រាវជ្រាវអ្វីនោះខ្ញុំមិនដឹងទេបាទចាប់តាំងពីអ្នកស្គាល់គំរូរបស់ខ្ញុំបន្ទាប់មកអ្នកត្រូវតែអាចយល់ពីគំនូររបស់ខ្ញុំ
អ្នកពិតជាប្រើទ្រឹស្ដី Carlos គំរូ Snow ធម្មពលត្រូវបានកិននីបន្ទាប់មកវិជាស្ថានរបស់យើងវាក៏ត្រូវបានកិននីដោយប្រើទ្រឹស្ដីរបស់ Carlos ផងដែរមិនក៏នៅតែបរាជ័យមិនច្បាស់ទេ Caroline ទ្រឹស្ដីនេះក៏រួមបញ្ចូលនៅរូបមន្តទ្រឹស្ដីមួយចំនួនការកែតម្រូវចំពោះប្រភពដើមរបស់ខ្ញុំអ្នកមានន័យថាអ្នកប្រើរូបមន្តចម្លងដែលបានកែប្រែរចនាសម្ព័ន្ធគំរូត្រូវបានវាស់ដោយតើមានអ្វីខុសជាមួយទិន្នន័យអ្នកគឺជាអ្នកពូកែខាងរូបវិទ្យាខ្ញុំបានច្រើនឆ្នាំមកហើយសំណួរដែលខ្ញុំមិនអាចយល់បានទោះបីជាខ្ញុំគិតអំពីវាខ្ញុំត្រូវបានអ្នកដាស់ភ្លាមបើសាស្ត្រាចារ្យបរទេសចាស់នោះរកឃើញខ្ញុំនឹងតស៊ូរហូតដល់ស្លាប់ខ្ញុំនឹងទុកតែរបស់ទាំងនេះនៅក្នុងប្រទេសនិងមិនយកវាទៅបរទេសទេប្រសិនបើអ្នកកំពុងផ្ដល់ការបង្រៀនដល់ជនបរទេសបន្ទាប់មកបំភ្លេចវាយើងមិនមែនជាខ្ទើយទេខ្ញុំមិនមានគម្រោងត្រឡប់ទៅប្រទេសចិនលើកនេះទេហើយខ្ញុំក៏បានចូលសាលាវិទ្យាសាស្ត្រហួសផងដែរឥឡូវនេះខ្ញុំក៏ជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រខ្ញុំអាចណែនាំអ្នកឲ្យស្គាល់បណ្ឌិតសភាវិទ្យាសាស្ត្រចិនបណ្ឌិតសភាវិទ្យាសាស្ត្រហួសតើកន្លែងនោះជាអ្វីមានវិទ្យាស្ថានស្រាវជ្រាវកម្ពុជានៅក្នុងប្រទេសចិនអ្នកគ្រប់គ្នានៅខាងក្នុងគឺជាអ្នកស្រាវជ្រាវកម្រិតកំណត់ជាតិវាប្រែថាមានវិទ្យាស្ថានស្រាវជ្រាវបែបនេះនៅក្នុងសម័យនេះតើខ្ញុំអាចសួរអំពីរូបវិទ្យាដែលអ្នកបានធ្វើនៅថ្ងៃនោះបានទេគោលដៅរបស់ខ្ញុំគឺបង្កើតអាវុធខ្លាំងបំផុតសម្រាប់ចិនសូមឲ្យជនជាតិដទៃកុំធ្វើបាបខ្ញុំទៀតមិនអាចព្យាបាលបានបណ្ឌិតសភាវិទ្យាសាស្ត្រចិនកណ្ដាលកំពុងត្រូវការអ្នកប៉ិនប្រសពដែលមានមហិច្ឆតាដូចអ្នកហើយ model Snow ធម្មពលដែលអ្នកបានបង្កើតរបៀបប្រើវាខ្ញុំចង់សិក្សាគម្រោងមេកាណាGundamតើ Gundam ត្រូវបានសរសេរអំពីអ្វីមិនអីទេចើហ្វាយអ្នកត្រូវតែទទួលយកខ្ញុំជាសិស្សរបស់អ្នកខ្ញុំចង់បម្រើតែទឹកនឹងតែខ្លាយជាកូរសេះខ្ញុំសង្ឃឹមថាអ្នកជោគជ័យនៅថ្ងៃអនាគតអនុញ្ញាតឲ្យខ្ញុំថតរូបជាមួយ model mecha របស់អ្នកសូមខ្ញុំបំភ្លឺពេកវាមិនមែនជាការបំភ្លឺទេបន្ទាប់មកអ្នកអាចហៅខ្ញុំតាមឈ្មោះហៅក្រៅរបស់ខ្ញុំចាប់ពីពេលនេះទៅនេះគឺជាលេខទូរស័ព្ទរបស់ខ្ញុំប្រសិនបើអ្នកត្រូវការអ្វីនៅពេលអនាគតសូមទូរស័ព្ទមកខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយអ្នកដោះស្រាយវាបើមិនដូច្នេះទេលោកប៉ៃនឹងខឹងម្ដងទៀតឆាប់ល្អតាហេបងប្រុសនោះហើយជាវាក្មេងទាំងពីរនៅក្មេងនឹងល្ងងនៅពេលនោះយើងសម្រេចចិត្តថាកូនវាគ្រាន់តែកាត់ឡើងដូច្នេះថាមនុស្សគ្រប់គ្នានៅទីនេះនៅថ្ងៃនេះចូលនិយាយអំពីវាលោកកេយូឌីអូនិងលោកកេសាទាំងជាគូស្នេហ៍នឹងគ្នាហើយយូឌីអូតែងតែកោតសរសើរលោកកាភ្លាមនោះគាត់បាននិយាយថាគាត់នឹងលុបចោលការរៀបការនេះមិនល្អមែនទេបាទលោកកាមើលគ្រួសារយូរបស់យើងខ្ញុំបានឮថាសេមីងត្រឡប់មកវិញហើយជារឿងគួរឲ្យរំភើបខ្ញុំមិនបានដេកប៉ុន្មានយប់ទេគាត់បានស្រែកធ្ងោដើម្បីមើលគាត់បងប្រុសស៊ីមីងរបៀបធ្វើវាឲ្យខ្ញុំមើលមិនយើងមិនឲ្យកូនទាំងពីរនៅជាមួយគ្នាមុនលោកបេនិងលោកស្រីបេយើងក៏បានសួរសេមីងសម្រាប់យោបល់របស់គាត់លើបញ្ហានេះគាត់ប្រឆាំងយ៉ាងខ្លាំងចំពោះការរៀបការក្នុងគ្រួសារតើកុមារស៊ីមីងនេះនៅណាបានទទួលការអប់រំនៅបរទេសតាំងពីកុមារភាពប្រសិនបើវាជាការរៀបចំដោយបង្ខំខ្ញុំបារម្ភថាវានឹងមានផលប៉ះពាល់មិនអីទេនោះហើយជាវាអាពាហ៍ពិពាហ៍500រវាងគ្រួសារពីរត្រូវបានរំលាយមិននិយាយទៀតទេអូការភ្ជាប់ពាក្យនៅតែបន្តហាអាពាហ៍ពិពាហ៍បាញ់ពីរនៅតែបន្តសិនមិញយើងតើអ្នកនិយាយអ្វីខ្ញុំបាននិយាយថាអាពាហ៍ពិពាហ៍រវាងគូឆេងនិងផាន់ជាឆេងនៅតែបន្តខ្ញុំមិនយល់ស្របនឹងចង់បញ្ចប់ទេខ្ញុំគ្រាន់តែនិយាយយោរបស់ខ្ញុំគឺអស្ចារ្យណាស់ទោះបីជាគាត់ជា Gaseming ក៏ដោយវាមិនអាចទៅរួចទេក្នុងការលុបចោលការភ្ជាប់ពាក្យអ្នកត្រូវតែគិតអំពីរឿងនេះដោយប្រុងប្រយ័ត្នវាមិនមែនថាអ្នកគិតថាកន្លែងមួយដូចគ្នានោះទេខ្ញុំគិតយ៉ាងច្បាស់បើថ្ងៃនេះការភ្ជាប់ពាក្យត្រូវលុបចោលព្រោះខ្ញុំនោះជាការសោកស្ដាយដ៏ធំបំផុតដែលខ្ញុំមិនធ្លាប់ធ្វើក្នុងជីវិតរបស់ខ្ញុំលោកឌូអ្នកបាននិយាយពាក្យនេះចំពោះបងថ្លៃស្រីរបស់អ្នកតើយើងនិយាយយ៉ាងណាអំពីប្រលឹងរបស់ពួកគេទាំងពីរបងប្រុសសេមីងខ្ញុំដឹងថាអ្នកមានខ្ញុំនៅក្នុងបេះដូងរបស់អ្នកខ្ញុំបាននិយាយថាការភ្ជាប់ពាក្យរវាងកានិងគ្រួសាររបស់បេនឹងតើវាមានអ្វីតាក់ទងនឹងអ្នកតើមិនមែនជាអាពាហ៍ពិពាហ៍ដែលអ្នកកំពុងនិយាយរវាងអ្នកនិងយ៉ទេវាអាចថាអ្នកនឹងផ្លាស់ប្ដូរចិត្តម្ដងទៀតគាត់មិនមែនជាមនុស្សតែម្នាក់ដែលអ្នកបានបិទភ្នែកនោះទេខ្ញុំបាននិយាយថាខ្ញុំចង់រៀបការមិនបាននិយាយថាវាជាបេយូទេរឿងថាអ្នកដែលចង់រៀបការគឺមិនមែនដូនោះអាចជាអូមតើអ្នកទាំងអស់គ្នាកំពុងសម្លឹងមើលខ្ញុំដើម្បីអ្វីត្រូវហើយនោះគឺបងស្រីអូយ៉ាងអ្នកណាខ្ញុំបងប្រុសសេមីងចង់រៀបការជាមួយប្អូនស្រីរបស់គាត់ខ្ញុំបានផ្ដល់ឲ្យគាត់នៅអ្វីគ្រប់យ៉ាងគាត់ថែមទាំងបង្ខំគូដណ្ដឹងខ្ញុំឲ្យធ្វើរឿងមិនសមហេតុផលលួយអេងខេងខ្ញុំមិនដឹងថាអ្នកបានប្រើពាក្យប្រឌិតអ្វីទេខ្ញុំបានបញ្ឆោតសេមីងឲ្យទូចចង់រៀបការជាមួយអ្នកមិនដឹងថានេះជាអាជីវកម្មរបស់យោទេខ្ញុំមិនបានធ្វើអ្វីទេ
វានៅទីនេះម្ដងទៀតហើយវាគ្មានទីបញ្ចប់មែនទេចប់ភ្នែកនៅពេលដែលគ្រូសាបេរបស់យើងនាំអ្នកចេញពីស្រុកកំណើតរបស់នៅពេលដែលខ្ញុំទទួលបានវាមកវិញចោលបើអ្នកមិនដឹងពីរបៀបដឹងគុណគាត់បន្តធ្វើបាបយោយោឥឡូវនេះខ្ញុំចង់ចាប់គូដណ្ដឹងរបស់យោយោឈីងប្រសិនបើអ្នកតែងតែច្រណែននឹងយោយោសូមបំភ្លេចវាចោលតើអ្នកនៅតែចង់បង្កបញ្ហាក្នុងឱកាសដ៏សំខាន់មួយនៅថ្ងៃនេះឬខ្ញុំខកចិត្តណាស់បងស្រីខ្ញុំអាចផ្ដល់ឲ្យអ្នកនៅអ្វីគ្រប់យ៉ាងសូមកុំប្រជែងជាមួយខ្ញុំដើម្បីបងស៊ីមីងអីសេមីងនិងខ្ញុំជាសង្សារនឹងគ្នាតាំងពីក្មេងស្រឡាញ់គ្នាឈប់តើអ្នកណាជាសង្សារវ័យកុមាររបស់អ្នកតើវាច្រើនពេកទេក្នុងការភ្នាល់លើអ្នករឿងនេះមិនពាក់ព័ន្ធខ្ញុំទេអ្នកត្រូវតែឈួតហើយនិយាយវាទៅអ្នកដទៃកុំយកខ្ញុំបញ្ហារបស់អ៊ុយអេងថេងបានមកដល់ហើយអ្នកនៅតែធ្វើការដោះសារម៉ាក់តើអ្នកចង់បម្រើខ្ញុំបន្ថែមទេតើអ្នកឈឺទេអូខ្ញុំមិនយល់ស្របនឹងអាពីពីនេះទេខ្ញុំក៏មិនយល់ព្រមដែរតើអ្នកយល់ព្រមឬអត់ខ្ញុំមិនខ្វល់ពីគាត់ទេខ្ញុំបានសម្រេចចិត្តខ្ញុំកសេមិញនឹងមិនមានឈ្មោះអុយយ៉ាងក្នុងជីវិតនេះទេតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីបាត់ធ្ងន់ធ្ងររដ្ឋមន្ត្រីនិងស្ដេចដែលគួរឲ្យទុកចិត្តហាខ្ញុំយល់ព្រមនឹងការរៀបការនេះដោយសារសេមិញចូលចិត្តគ្រូសាបេរបស់អ្នកគ្រាន់តែរៀបចំឲ្យបានឆាប់រៀបចំសម្រាប់អាពីពីរបស់កូនពីរនាក់លោកកែនៅតែត្រូវចងចាំរឿងនេះពីមួយពេលទៅមួយពេលហេតុអ្វីបានជាបងប្រុសស្ដាយក្រោយអោយអ៊ីងខេងមិនមែនជាកូនស្រីនៃគ្រូសាបេរបស់អ្នកមែនទេនេះប៉ាអ្នកត្រូវតែធ្វើការសម្រេចចិត្តសម្រាប់ខ្ញុំមិនយល់ស្របនឹងការរៀបការរបស់ឪពុកទេដេញនៅស៊ីសានរឿងនេះបានត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍរួមជាមួយនឹងគ្រូសាបេរបស់យើងមានឆន្ទៈពួកគេទាំងអស់សុទ្ធតែជាកូនស្រីរបស់គ្រូសាបេរៀបការក៏មិនរៀបការដែរហ្គេសេងអាចចូលចិត្តគាត់នោះជាពរជ័យរបស់គាត់របាយការណ៍អាពីពីពិតមាត់អ្នកអាចពិភាក្សាអំពីអាពីពីរបស់ខ្ញុំមានអ្នកណាសួរយោបល់ខ្ញុំអត់អ្នកអាចពិភាក្សាអំពីអាពីពីរបស់ខ្ញុំមានអ្នកណាសួរយោបល់ខ្ញុំអត់ចៅវាយខ្ញុំសុំទោសចៅវាយនាយខ្ញុំមិនដែលប្រាប់អ្នកមុនពេលធ្វើរឿងនេះទេចៅវាយបានធ្វើការសម្រេចចិត្តដោយខ្លួនឯងតើអ្នកចង់ទេមិនចង់ប៉ូលីសហានផងខ្ញុំអាចគិតថាអ្នកល្ងងពេកហើយអ្នកគិតថាខ្ញុំជាចៅវាយឥឡូវអ្នកចង់រៀបការជាមួយខ្ញុំយ៉ាងស្មានមិនដល់វាមិនអាស្រ័យលើអ្នកក្នុងការសម្រេចចិត្តលើបញ្ហានេះទេប៉ុន្តែគ្រូសាយើងទាំងពីរមានកិច្ចសន្យារៀបការរួចហើយសន្តាជាងនេះមិនត្រូវឲ្យគាត់រត់ចេញអ្នកទើបតែបានជួបខ្ញុំអ្នកមិនស្គាល់ខ្ញុំតតែសោះហើយអ្នកនិយាយថាអ្នកចង់រៀបការជាមួយខ្ញុំតែអ្នកមិននិយាយដោយខ្លួនឯងតើបរិសុទ្ធពិតអាចទប់ចិត្តដោយការស្រឡាញ់កូនដោយរបៀបណាពាក្យរបស់ខ្ញុំតើនោះមិនមានន័យសម្រាប់បេយ៉ូមែនទេបងប្រុសអ្នកឃើញទេគាត់និយាយថាខ្ញុំសុខសប្បាយទេយោយោអោយអ៊ីងខេងនេះជារឿងធំសម្រាប់គ្រួសារយើងខ្ញុំមិនអាចជួយអ្នកអញ្ញែងញ៉ៃបានទេវាជាពរជ័យរបស់អ្នកដែលមនុស្សអាចយកចិត្តទុកដាក់ចំពោះអ្នកមិនហ៊ានបដិសេធរបៀបខ្ញុំមិនអាចសំបីតែធ្វើការសម្រេចចិត្តអំពីអាពីពីរបស់ខ្ញុំទៅរួចទេដែលថាសប្តាហ៍ថ្ងៃនេះមានសក្តិភូមិជាងការពីអីទេបងប្រុសយើងក៏ត្រូវស្ដាប់យោបល់របស់កុមារផងដែរកុំតែងតែប្រាថ្នារបស់អ្នកជាអ្នកចាស់ទុំដើម្បីគៀបសង្កត់ពួកគេតាំងពីស៊ីមីងចូលចិត្តស្រីស្នេហ៍រួចទុកឲ្យពួកគេដោះស្រាយដោយខ្លួនឯងប្រសិនបើអ្នកពិតជាមិនអាចចុះសម្រុងបាននោះមិនអីទេលោកកែនៅទីនោះនៅភ្នំឆេសិនហេអាពីពីបានបាត់ទៅហើយកន្លែងណាទៀតប៉ុន្តែប្រសិនបើអ្វីទីក្រុងវិទ្យាសាស្ត្រថ្មីមួយត្រូវបានគេសាងសង់ឡើងនៅទីក្រុងប៊ីជិងសាស្ត្រាចារ្យយ៉ែងដែលជាចៅហ្វាយនីអន្តរជាតិក៏ត្រូវបានអញ្ជើញឲ្យធ្វើសក្ខីកម្មប្រសិនបើគ្រូសាបេរបស់អ្នកអាចត្រូវបានជ្រើសរើសគម្រោងទីក្រុងវិទ្យាសាស្ត្រទទួលបានការពេញចិត្តពីសាស្ត្រាចារ្យយ៉ែងដែលនៅឆេសិននិងអាពីពីរវាងគ្រូសាឡែងវាមិនអាចទៅរួចនោះទេអ្នកអាចធានាបានគ្រូសាបេរបស់ខ្ញុំពិតជានឹងឈ្នះគម្រោងទីក្រុងវិទ្យាសាស្ត្រអញ្ចឹងចាំទទួលដំណឹងល្អពីបងបាយកុំបារម្ភតោះទៅវ៉ាងដាហៅមកខ្ញុំបើមានអ្វីត្រូវធ្វើតើអ្នកបានឮទេខ្ញុំមិនខ្វល់ថាអ្នកប្រើវិធីណាទេខ្ញុំពិតជានឹងឈ្នះគម្រោងទីក្រុងវិទ្យាសាស្ត្រតាមឈើធំនៃគ្រូសាហ្គាត្រូវតែចាប់យ៉ាងរឹងមាំយល់ហើយប៉ាបងស្រីរបស់ខ្ញុំបានលួចរៀបការរបស់ខ្ញុំអ្នកត្រូវតែធ្វើការសម្រេចចិត្តសម្រាប់ខ្ញុំហេកុំបារម្ភអ្នកនឹងក្លាយជាផ្លែប៉ោមនៃភ្នែករបស់ឪពុកខ្ញុំជានិច្ចអោយអ៊ីងខេងគឺជាចុកភ្នែកពស់យើងនៅតែត្រូវរកវិធីដើម្បីឲ្យយោរៀបការក្នុងគ្រួសារយ៉ាលួយអ៊ីងខេងខ្ញុំមិនដឹងថាអ្នកប្រើវិធីណាទេច្រឡំកាសិនលួចរៀបការយោប៉ុន្តែអ្នកដឹងខ្ញុំនៅតែមានពាក្យចុងក្រោយអំពីបេយ៉ូនេះអ្នកចង់បង្កបញ្ហាម្ដងទៀតខ្ញុំមិនអាចអត់ទោសឲ្យអ្នកនឹងខ្ញុំបានទេ
ចៅវាយបច្ចុប្បន្នរបស់ខ្ញុំពិតជាបានលួចស្មេងរបស់ខ្ញុំនឹងមិនធ្វើឲ្យវាងាយស្រួលសម្រាប់អ្នកទេតើក្នុងគ្រួសារនេះមានជំងឺអ្វីធ្ងន់ធ្ងរទេសេមិញអ្វីគ្រប់យ៉ាងដែលអ្នកបាននិយាយនៅថ្ងៃនេះគឺជាការពិតអូយ៉ាងខេងបានសិក្សាពីការសិក្សារបស់អ្នកនៅសហរដ្ឋអាមេរិករាល់គម្រោងដែលមិនទាន់បញ្ចប់វាជាការពិតខ្ញុំបានឃើញគំនូររបស់គាត់ដោយភ្នែករបស់កំណត់ម៉ូដែលស្នូធម្មពលគាត់បានស្រាវជ្រាវដោយខ្លួនឯងមិនបានរំពឹងទុកនោះទេគ្រូសាបេរបស់គាត់បានផលិតកំណត់បែបនេះមែនទេបេវ៉ាញ់ឈិនឈួតករណីអយុធធម៌ទាំងស្រុងគាត់ចំណាយពេលពេញមួយថ្ងៃដើរលេងជុំវិញកូនស្រីតូចរបស់គាត់គឺខ្ញុំបានសួរអំពីវាតាមពិតអូយ៉ាងឆាវយូគឺជាសាច់ញាតិពិតប្រាកដនៃគ្រូសាបេផ្កាពណ៌ស្នោះវាគ្រាន់តែជាកូនស្រីខ្លាំងៗដែលត្រូវពេទ្យរីកាខុសកាលពីដើមមែនទេខ្ញុំបានសួរអំពីវាតាមពិតទៅកញ្ញាអូយ៉ាងគឺជាកូនស្រីពិតរបស់គ្រូសាបេផ្កាពណ៌ស្នោះវាគឺជាខៀងចំបៅខ្លាំងៗដែលត្រូវបានរីកាខុសនៅមន្ទីរពេទ្យនេះគួរឲ្យចាប់អារម្មណ៍ជាងសៃមិញអ្នកធ្វើបានល្អណាស់ថ្ងៃនេះគ្រូសាបេមិនស្រឡាញ់សម្បត្តិជាតិបែបនេះទេចូលយើងស្រឡាញ់រឿងនិទានអ្នកមិនចង់ធ្វើអ្វីនាពេលថ្មីនេះទេសេវាកម្មថ្មីនឹងល្អឲ្យយ៉ាងថេងខិតខំយកគាត់នៅក្រោមផ្ទាំងផ្ដានៃក្រុមរឿងរបស់យើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានកុំបារម្ភឪពុកខ្ញុំបានរៀបចំវ៉ារួចហើយដោយសារកញ្ញាអ៊ូយ៉ាងសុខចិត្តទុកឲ្យខ្ញុំធ្វើជាប្អូនប្រុសតូចរបស់គាត់នេះបញ្ជាក់ថាគាត់មិនស្អប់ខ្ញុំទេបន្ទាប់មកខ្ញុំនៅតែមានសង្ឃឹមយ៉ាងខ្លាំងខ្ញុំបានលើអ្នកក៏ត្រូវចូលរួមក្នុងការដេញថ្លៃគម្រោងទីក្រុងវិទ្យាសាស្ត្រនេះផងដែរដល់ប៉ានេះជាមូលហេតុដែលខ្ញុំត្រឡប់ទៅប្រទេសចិនលើកនេះខ្ញុំតែងតែកោតសរសើរសាស្ត្រាចារ្យយ៉ែងគាត់គឺជាអេដូរបស់ខ្ញុំត្រូវបានជាប់ក្នុងបញ្ជីសម្រាប់ទីក្រុងខ្ញុំមានទំនុកចិត្តតែ60ប៉ុណ្ណោះប៉ុន្តែជាមួយនឹងការបន្ថែមរបស់កញ្ញាអូយ៉ាងខ្ញុំមានទំនុកចិត្ត100លោហៈធាតុថ្មីដែលទើបបង្កើតដោយក្រុមហ៊ុនរបស់យើងឈានដល់ដំណាក់កាលនៃការដាក់ពាក្យរួចហើយគម្រោងស្រាវជ្រាវរបស់សាស្ត្រាចារ្យយ៉ែងត្រូវការយ៉ាងខ្លាំងប្រសិនបើអ្នកអាចដោះស្រាយសាស្ត្រាចារ្យយ៉ែងនៅពេលនេះក្រុមរឿងរបស់យើងអាចបន្ថែមតម្លៃយ៉ាងហោចណាស់1000លានកុំបារម្ភតោះធ្វើបែបនេះអ្នកប្រញាប់ឡើងចុះឈ្មោះក្រុមហ៊ុនក្នុងនាមអូយ៉ាងថេងរឿងខ្ញុំវិនិយោគ100លានវិនិយោគលើបច្ចេកវិទ្យាច្រឡំរបស់គាត់អ្នកទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហាទាំងអស់របស់ក្រុមហ៊ុនល្អបងប្រុសយូអរគុណអ្នកបើមិនដូច្នេះទេម្ដាយរបស់ខ្ញុំនឹងមិនដែលទុកខ្ញុំចោលឡើយបងប្អូនប្រុសស្រីយើងនៅជាមួយគ្នាជាច្រើនឆ្នាំមកហើយអ្នកនៅតែមិនដឹងថាខ្ញុំមើលទៅដូចអ្វីខ្ញុំច្បាស់ជាមិនឃើញអ្នកត្រូវបានគេធ្វើបាបទេជាពិសេសនៅចំពោះមុខប្រទេសនោះមានសភាពត្រូវតែជាយូប៉ុន្តែតើយើងគួរធ្វើអ្វីជាមួយគម្រោងទីក្រុងវិទ្យាសាស្ត្រខ្ញុំបានសួរនរណាម្នាក់ឲ្យសួរប្រសិនបើអ្នកចង់ត្រូវបានជ្រើសរើសវានឹងក្លាយជាគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រថ្នាក់ជាតិតើយើងអាចធ្វើបែបនេះដោយរបៀបណាបងប្រុសតើអ្នកគិតថាប្រទេសនេះអាចជាប់ក្នុងបញ្ជីសម្រាប់ទេបងប្រុសប្រាប់ខ្ញុំតើការកាត់ស្បែកក្រហមនោះពិតជាធ្វើឲ្យមានការកាត់ស្បែកមែនទេយ៉ាងឈីងគាត់មិនដែលទៅសាកលវិទ្យាល័យណាមួយពីជនបទទេតើអ្នកត្រូវបានជ្រើសរើសសម្រាប់អ្វីនោះមិនមែនជាករណីចាំបាច់នោះទេខ្ញុំបានលើលោកកែសែមិងនិយាយនៅថ្ងៃនេះគំរូរបស់គាត់គឺជាអ្វីដែលមិនច្បាស់លាស់វាត្រូវតែដោយសារតែរឿងនេះបងប្រុសសេមិងគ្រាន់តែសម្លឹងមើលវាយ៉ាងខ្លាំងតើនេះពិតជាអាចទៅរួចទេតើមានអ្វីខុសពេលវេលាមកដល់យើងនឹងយករបស់គាត់ទៅប្រជុំក្នុងករណីដែលអ្នកជាប់ក្នុងបញ្ជីសម្រាប់និយាយពីអាជីវកម្មនិងទំនាក់ទំនងរបស់គ្រួសារគឺសុទ្ធតែជារបស់យើងទាំងស្រុកនោះចេះតែមើលគំនូពេញមួយថ្ងៃវាមិនល្អទេក្នុងការដឹងគ្រាន់តែធ្វើវាអូបងស្រីសុំទោសខ្ញុំគិតថានឹងសម្អាតបន្ទប់ឲ្យអ្នកជាលទ្ធផលចៃដន្យខ្ញុំបានបំបែកបាល់តុកកតារបស់អ្នកខ្ញុំមិនប្រាប់អ្នកណាឲ្យចូលបន្ទប់ខ្ញុំទេឬហេតុអ្វីបានជាអ្នកលួចរបស់ខ្ញុំដោយគ្មានការអនុញ្ញាតដឹងពីអ្វីដែលខ្ញុំបានធ្វើដើម្បីប្រមូលផ្ដុំរឿងនេះការខិតខំប៉ុន្មានវាមិនមែនគ្រាន់តែជាប្រដាប់ប្រដាក្មេងលេងទេខូចវាខូចអាក្រក់បំផុតខ្ញុំនឹងទិញថ្មីមួយហេតុអ្វីបានជាអ្នកធ្វើបែបនេះដាក់ខ្ញុំខ្ញុំមិនខ្វល់ថាអ្នកធ្វើពុតជាល្ងងឬច្បោកនោះទេប៉ុន្តែអ្នកមិនគួរប៉ះបន្ទាត់ខាងក្រោមរបស់ខ្ញុំទេតើអ្នកហ៊ានវាខ្ញុំយ៉ាងម៉េចបើខ្ញុំវាអ្នកខ្ញុំនឹងវាអ្នកខ្ញុំជាបងប្រុសយ៉ែងហ៊ីវអាយ៉ាតើមានអ្វីកើតឡើងចំពោះយូយូថេងគាត់វាខ្ញុំឲ្យយ៉ាងខេងហេតុអ្វីបានជាអ្នកឈួតតើអ្នកចង់ធ្វើបាបយូយូម្ដងទៀតទេអ្នកក៏អាចសួរបងស្រីរបស់អ្នកតើអ្នកបានធ្វើអំពើល្អអ្វីខ្លះតើអ្នកមិនគ្រាន់តែបំបែកប្រដាប់ក្មេងលេងទេចំពោះការប្រកួតដ៏ធំបែបនេះប្រញាប់ឡើងហើយសុំទោសយូយូខ្ញុំអ្នកមិនគ្រាន់តែបំបែកប្រដាប់ក្មេងលេងទេ
Bây héo đầm lời khi nhom kết thà nẹt gron tại chi menu vì co chật bẩn nó. Bẩn tay khi nhom ban vi đầm lời nẹt lơ nẹt on chi menu khmin khu bà. Mấy khi nỉ dây chỉ mùi khi nhom bạch nè bong pro mơ vì. Bong sợi lời ní khi nhom mình dốc chất nẹt khlang tiệt tê. Chứ bác chỉ prusi min khu pê. Vì thưa ở quạt min à ròm thà quạt min về chả bẩn đấy. Vì năng mình du bẩn màn tê môn pê panh ha một đòn nẹt. Vô prom ao yang theng. Ngày ní khi nhom trơ ở nẹt mơ pro vật cruza rồi bỏ bể. ខ្ញុំនិយាយម្ដងទៀតធម្មតាខ្ញុំមិនខ្វល់ថាអ្នកបង្កបញ្ហាយ៉ាងណាទេប៉ុន្តែកុំប៉ះបន្ទាត់ខាងក្រោមរបស់ខ្ញុំគូរ៉នគីងអនុញ្ញាតឲ្យទៅជឿឬមិនជឿខ្ញុំប្រាប់ប៉ាឲ្យមើលថៃគ្រូសាឯងអ្នកអាចសាកល្បងកញ្ញាឈីនលោកតាបាននិយាយនៅមាត់ទ្វារថាគាត់កំពុងតែស្វែងរកប្អូនប្រុសរបស់អ្នកគឺសេមិញលើកនេះខ្ញុំនឹងឲ្យអ្នកទៅប្រសិនបើមានពេលក្រោយខ្ញុំនឹងវាអ្នកនៅពេលខ្ញុំឃើញអ្នកតើអ្នកនឹងបះបោទេអូយ៉ាងឈីនភ្លេចថាអ្នកណាជាម្ចាស់ផ្ទះនេះបងប្រុសសុខសប្បាយទេថៅកែតើអ្នកកំពុងស្វែងរកខ្ញុំដើម្បីអ្វីបសមានបញ្ហាអ្វីតើខ្លាឃ្មុំល្ងងទាំងនោះបានធ្វើបាបអ្នកទៀតទេអូវាមិនមែនជាអាជីវកម្មរបស់អ្នកទេតើអ្នកកំពុងស្វែងរកអ្វីខ្ញុំបានចុះឈ្មោះក្រុមហ៊ុនក្នុងនាមអ្នកក្រុមរឿងចុះឈ្មោះ100លាននៅក្នុងក្រុមហ៊ុនប្រើសម្រាប់ការស្រាវជ្រាវនាពេលអនាគតរបស់អ្នកមិនចាំបាច់ធ្វើជាអ្នកថែរក្សាអារម្មណ៍កំសត់នៅទីនេះខ្ញុំចាប់អារម្មណ៍តែលើការស្រាវជ្រាវវិទ្យាសាស្ត្រប៉ុណ្ណោះខ្ញុំមិនពូកែគ្រប់គ្រងអាជីវកម្មតតែសោះខ្ញុំសូមកោតសរសើរចំពោះសេចក្តីសប្បុរសរបស់អ្នកខ្ញុំដឹងថាអ្នកនឹងនិយាយបែបនោះអនុញ្ញាតឲ្យខ្ញុំជួយអ្នកក្នុងការគ្រប់គ្រងអាជីវកម្មរបស់ការស្រាវជ្រាវគឺជាចៅហ្វាយរបស់ខ្ញុំតើវាសមហេតុផលទេសម្រាប់ខ្ញុំក្នុងការធ្វើជាអ្នកគ្រប់គ្រងអាជីវកម្មរបស់អ្នកតែជួបគ្នាដោយចៃដន្យហេតុអ្វីបានជាអ្នកជួយខ្ញុំច្រើនម្ល៉េះសមិទ្ធលីវែងធ្លាប់និយាយអ្នករាល់គ្នាធ្វើការដើម្បីសុភមង្គលរបស់ប្រជាជនពួកគេសុទ្ធតែជាសមិទ្ធរបស់យើងការជួយសមិទ្ធគឺជាកាតព្វកិច្ចរបស់យើងអ្វីដែលអ្នកបាននិយាយគឺសមហេតុផលល្អបន្ទាប់មកខ្ញុំទទួលយកការចង់បានរបស់អ្នកបាត់ចៅហ្វាយប្រសិនបើគ្រូសាបេធ្វើបាបអ្នកម្ដងទៀតនៅថ្ងៃអនាគតត្រូវតែប្រាប់ខ្ញុំនឹងតស៊ូដើម្បីអ្នកនៅពេលណាក៏បានយល់ហើយខ្ញុំនឹងចាក់ចេញគេសេមិញនេះហាក់ដូចជាល្អណាស់ទាំងអូយ៉ាង Penguin ល្អជាងបងប្អូនស៊ីមីងបងប្រុសសេមិញអាចសម្របទម្ងន់គ្មាននរណាម្នាក់អាចយកវាទៅឆ្ងាយបានទេកញ្ញាឈីនកញ្ញាឌូងសូរីដាសុំចុះទៅក្រោមបេយកខ្ញុំមិនដឹងថាគាត់ចង់បានអ្វីពីខ្ញុំទេកញ្ញាយោដូគ្រាន់តែសុំឲ្យខ្ញុំផ្ញើសារទៅអ្នកតើបេយោចង់ប្រើគំនិតច្រឡំបែបណាបងស្រីអ្នកនៅទីនេះប្រាប់ខ្ញុំពីអ្វីដែលបានកើតឡើងបងស្រីខ្ញុំបានគិតអំពីវាដោយប្រុងប្រយ័ត្នអ្វីដែលខ្ញុំបានធ្វើការពីអតីតកាលគឺពិតជាខុសខ្ញុំយកចិត្តទុកដាក់នឹងឪពុកម្ដាយនិងបងប្រុសហេវខ្លាំងពេកដូច្នេះខ្ញុំបានធ្វើរឿងអាក្រក់ជាច្រើនមកលើអ្នកខ្ញុំសុំទោសអ្នកចាប់ពីពេលនេះទៅបងប្អូននឹងបានសុខសប្បាយទេពេលយោខ្ញុំមិនខ្វល់ថាអ្នកនឹងគ្រូសាបេគិតយ៉ាងណាចំពោះខ្ញុំទេខ្ញុំមិនមានពេលប្រកួតប្រជែងជាមួយអ្នកទេដរាបណាអ្នកមិនប៉ះបន្ទាត់ខាងក្រោមរបស់ខ្ញុំខានដល់ការស្រាវជ្រាវរបស់ខ្ញុំអាចយល់ព្រមជាមួយអ្វីផ្សេងទៀតតើអ្នកពិតជាចង់សន្យាអ្វីមួយឲ្យខ្ញុំចង់ឲ្យអ្នកស្លាប់តើអ្នកបាននិយាយអ្វីហេតុអ្វីបានជាអ្នកអាចឆក់យករបស់ខ្ញុំបានភ្លាមប្រទេសនេះយ៉ាប់តើអ្នកមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីតាក់ទាញស្ពេញតើអ្នកកំពុងព្យាយាមធ្វើអ្វីនៅលើផែនដីបងស្រីប្រាប់ខ្ញុំបើខ្ញុំប្រាប់ឪពុកម្ដាយខ្ញុំបាត់រុញខ្ញុំចុះពីលើជណ្ដើរហើយបាក់ខួរក្បាលឪពុកម្ដាយជឿនៅតែជឿខ្ញុំពេលយកកុំល្ងងពេកក្នុងជីវិតរបស់អ្នកក្រៅពីលួចស្រឡាញ់អ្នកដទៃគ្មានអ្វីដែលអ្នកចង់ធ្វើទេខ្ញុំគ្រាន់តែដឹងជីវិតបច្ចុប្បន្នរបស់ខ្ញុំជាកូនស្រីអ្នកមានខ្ញុំរកបានទាំងអស់ដោយខ្លួនឯងទោះបីជាអ្នកជាកូនស្រីបង្កើតរបស់ឪពុកម្ដាយអ្នកក៏ដោយទទួលបានពររបស់ខ្ញុំអត្ថន័យនៃជីវិតគឺរស់នៅដើម្បីខ្លួនឯងជំនួសឲ្យការរស់នៅក្នុងស្រមោលរបស់អ្នកដទៃខ្ញុំណែនាំអ្នកកុំធ្វើបែបនេះអ្នកគ្រាន់តែធ្វើឲ្យខ្លួនឯងឈឺចាប់នៅទីបញ្ចប់អ្នកមិនទទួលបានអ្វីទាំងអស់ហាបងស្រីអ្នកមកពីជនបទវាជាផ្នែកដាវសូមមើលវាយូតើកូនមិនអីទេខូចចិត្តតើអ្នកបានធ្វើអ្វីដល់យូទាំងអស់នេះត្រូវបានដឹកនាំនិងអនុវត្តដោយខ្ញុំមិនបានធ្វើអ្វីទេ
King តើអ្នកអាចធ្វើវាដោយរបៀបណាគាត់គឺជាប្អូនស្រីរបស់អ្នក Asho ខ្ញុំមាន3ចំណុចនិងចំណុចខ្វះខាត2សម្រាប់អ្នកទេសូមលោកគ្រាន់តែមានរបួសលើក្បាលប៉ុណ្ណោះវាហាក់ដូចជាគាត់ធ្លាក់ពីលើជណ្ដើរវាសាហាវណាស់វាហាក់ដូចជាអ្នកបណ្ដោយឲ្យខ្ញុំក្នុងពេលវេលាធម្មតាព្រោះអ្នកទាំងអស់គ្នាមិនជឿអ្នកក៏អាចពិនិត្យមើលការត្រួតពិនិត្យជាមុនសិនហើយបន្ទាប់មកបង្កើតច្បាប់អ្នកដឹងយ៉ាងច្បាស់អំពីការឃ្លាំមើលនៅក្នុងទីធ្លាអ្វីបានជាវាមិនខូចនោះហើយជាមូលហេតុដែលគាត់វាប្រហារយោយោដោយមិនប្រុងប្រយ័ត្នគ្រួសារនេះពិតជាពិបាកចិត្តជាវល័យមកនេះលោកបៃថ្ងៃនេះអ្នកណានៅផ្ទះហើយខ្ញុំពេញអ្នករាល់គ្នាគឺនៅថ្ងៃឈប់សម្រាកហើយខ្ញុំតែម្នាក់គត់នៅផ្ទះចុះប្រិយមិត្តគិតថានរណាធ្វើយោយោបែបនេះខ្ញុំមិនហ៊ាននិយាយទេគាត់ថាបើមានអ្នកណាធ្វើបាបគាត់បែបនេះខ្ញុំច្បាស់ជានឹងឲ្យគាត់ទៅគឺកញ្ញាខេនខ្ញុំឃើញគាត់យកមេសដូដូរុញពីលើដីវាគឺជាបេយូដែលបានបង្រៀនអ្នកឲ្យនិយាយនេះលោកបេអ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយគឺជាការអូយ៉ាងឈីងតើខ្ញុំអាចនិយាយអ្វីទៀតឥឡូវនេះហេវយសូមនាំយោយោទៅកាន់មន្ទីរពេទ្យជាមុនសិនហឹមទម្រង់ជាក់ស្ដែងបែបនេះឃើញអត់ខ្ញុំបានប្រាប់អ្នកតាំងពីយូរយារណាស់មកហើយថានៅក្នុងផ្ទះនេះកុំធ្វេសប្រហែសពេកជាពិសេសដូដូវាហាក់ដូចជាអ្នកមិនបានយកពាក្យរបស់ខ្ញុំទៅក្នុងបេះដូងទេខ្ញុំគ្រាន់តែនិយាយថាហេតុអ្វីបានជាអ្នកលាក់ខ្លួនដោយបង្កើតពីអ្នកមិនអាចមានគំនិតដូចគ្នាបានទេវាប្រែជាហ្វេងតើអ្នកបាននិយាយអ្វីខ្ញុំមិនមានពេលទៅលេងចំនួនគ្រួសារអ្នកមានជាមួយអ្នកនៅទីនេះទេដោយសារតែអ្នកមិនអាចទុកចិត្តខ្ញុំហេតុអ្វីបានជាអ្នកយកខ្ញុំត្រឡប់មកវិញវាកាន់តែគ្មានច្បាប់ខ្ញុំនឹងតាមដានអ្នកយ៉ាងជិតស្និទ្ធចាប់ពីពេលនេះទៅអ្នកអាចជាមនុស្សគ្មានសីលធម៌ខ្ញុំមានពាក្យចុងក្រោយនៅលើជ្រុងពណ៌នេះខ្ញុំនឹងទៅមន្ទីរពេទ្យដើម្បីមើលដូឌីអូជាមុនសិនពេលត្រឡប់មកវិញខ្ញុំនឹងមើលថែអ្នកបន្តិចម្ដង60ឆ្នាំបានកន្លងផុតទៅហេតុអ្វីចិត្តមនុស្សស្មុគស្មាញម្ល៉េះខ្ញុំបានប្រកល់ខ្លួនឲ្យរត់ជាយូរមកហើយខ្ញុំនឹងលះបង់ជីវិតដើម្បីជាតិបើអ្នកចង់បានការស្រឡាញ់គ្រួសារคล้ายៗអ្នកមិនមានអារម្មណ៍ថាខុសបន្តិចទេគ្មានរឿងធំទេដរាបណាខ្ញុំនៅតែអាចផ្លាស់ទីបានខ្ញុំនឹងមិនឈប់ស្រាវជ្រាវទេហេតុអ្វីបានជាអ្នកនៅម្នាក់ឯងតើមេដារបស់អធិរាជនៃណាព្រះរាជមេដានឹងមិនវិលត្រឡប់មកវិញទេបន្ទាប់ពីនាងត្រូវបាននារីវ័យក្មេងបណ្ដេញចេញចុះហេតុអ្វីបានជាអ្នកមិនធ្វើម្ហូបថ្ងៃនេះមានអ្នកណាធ្វើម្ហូបនៅផ្ទះទេខ្ញុំមិនមែនជាមនុស្សទេអ្នកត្រូវបានគេចាត់ទុកថាជាមនុស្សតើអ្នកកំពុងញ៉ាំអ្វីនេះជាសម្បុកបក្សីដែលប្តីខ្ញុំទិញពីប្រទេសអាល្លឺម៉ង់បើទិញច្រើនពេកកុំខ្ជះខ្ជាយតើអ្នកចង់ធ្វើអ្វីអាហារប្រភេទខ្ពស់នេះក៏អាចញ៉ាំបានដោយមនុស្សដូចអ្នកដែរហ៊ានវាខ្ញុំយ៉ាងម៉េចដែរស្រុកគេការទះកំភ្លៀងលើមុខរបស់អ្នកនេះមិនបង្ហាញពីក្រមសីលធម៌វិជ្ជាជីវៈទេការទះកំភ្លៀងនេះធ្វើឲ្យអ្នកយល់ច្រឡំថាត្រូវនឹងខុសគាត់មានចេតនាដាក់ខ្ញុំដោយនិយាយដើមខ្ញុំឈួតហើយប្រាប់ប្តីខ្ញុំថាសម្លាប់ឯងហេតុអ្វីបានជាអ្នកវាខ្ញុំម្ដងទៀតខ្ញុំនឹងវាអ្នកប្រសិនបើអ្នកមិនទទួលយកវាអ្នកលោកម្ចាស់ត្រូវតែត្រឡប់មកវិញខ្ញុំនឹងប្រាប់គាត់ថាអ្នករួចរាល់ហើយលោកគ្រូតើមានអ្វីកើតឡើងខ្ញុំភ្ញាក់ពីដំណេកពេលបាយហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំមិនបានឮថាអ្នកគ្មានអាហារបរិភោគឬអាហារសម្រាប់ចៅហ្វាយតាមពិតព័ត៌មាននេះល្អណាស់ខ្ញុំមកនេះលើកនេះដើម្បីអញ្ជើញចៅហ្វាយទៅកន្លែងមួយកន្លែងណាគ្រាន់តែធ្វើតាមខ្ញុំហើយចាក់ចេញបសក្រុមហ៊ុនរបស់យើងបានចុះឈ្មោះហើយវាត្រូវបានគេហៅថាបច្ចេកវិទ្យាចាប់ពីពេលនេះទៅអ្នកមិនចាំបាច់ពឹងផ្អែកលើគ្រួសារបេទីឆ្ងាយទេគ្រួសារបេពិតជាមិនអាចនៅម្នាក់ឯងបានទៀតទេពួកគេពិតជាមានឥទ្ធិពលលើការស្រាវជ្រាវរបស់ខ្ញុំបន្ទាប់មកខ្ញុំនឹងបញ្ជូននរណាម្នាក់ទៅគ្រួសារបេនៅថ្ងៃនេះរបស់ចៅហ្វាយចេញហើយអញយកខ្ញុំទៅណាអ្នកនឹងដឹងនៅពេលអ្នកទៅទីនោះសួស្ដីលោកប្រធាននេះគឺរាត្រីសួស្ដីទាំង3នាក់នេះសុទ្ធតែជាសិស្សច្បងរបស់ខ្ញុំនៅបណ្ឌិតសភាវិទ្យាសាស្ត្រចិននេះគឺជាលោកឡៃជួងអនុបណ្ឌិតផ្នែកប្រតិកម្មទំនាញនេះគឺស៊ុនស៊ីហ៊ុយអនុបណ្ឌិតផ្នែកណាណូបច្ចេកវិទ្យានេះគឺជាយ៉ាងឡៃ Postdoc នៅក្នុងថាមវុននុយក្លេអ៊ែរទាំង3នាក់នេះជាយុវជនជំនាន់ក្រោយរបស់យើងអ្នកស្រាវជ្រាវដ៏មានឥទ្ធិពលបំផុតនេះហេយើងដឹងនេះគាត់ត្រូវតែជាមេនៃក្រុមឆ្លើយតបថាមវុននៃការស្រាវជ្រាវថ្មីអអេងខេងហ្គិន
ព្រះដ៏អស្ចារ្យសូមស្ដាប់នៅអ្វីដែលកេសេអ្នកមានគំរូនៃរេអាក់ទ័រធម្មពលពន្លឺតើអ្នកអាចឲ្យពួកយើងមើលបានទេជាការពិតណាស់ព្រះដ៏អស្ចារ្យ Nanovolmilus ពាក់ព័ន្ធនឹងរេអាក់ទ័រធម្មពលពន្លឺតើអ្នកបានដោះស្រាយវាដោយរបៀបណាព្រះឲ្យតារុននៅក្នុងម៉ាស៊ីនរេអាក់ទ័រថ្មីនេះជាអ្វីទៅប្រាប់ខ្ញុំអ្វីមួយបានទេអូខេមិនអីទេអ្នកទាំងអស់គ្នាស្ងប់ស្ងាត់ជាមុនសិនហើយអ្វីបានជាអ្នកមិនរងចាំខ្ញុំនិយាយក្រោយនាំថៅកែទៅមើលក្រុមហ៊ុនហើយខ្ញុំនឹងមិនញ៉ាំវាទេបន្ទាប់ពីបានទៅមើលក្រុមហ៊ុនការផ្លាស់ប្ដូរការស្រាវជ្រាវវិទ្យាសាស្ត្រគឺសំខាន់បំផុតតើអ្នកយល់ទេចៅហ្វាយសូមនិយាយយឺតជាងមិនអាចយល់បានបន្តិចបន្ទាប់មកអ្នកចាប់ផ្ដើមពីដំបូងតើអ្នកមិនអីទេម៉ាក់ខ្ញុំជាក្បាលជាអ្វីសិតនេះអ៊ូយ៉ាងខៀវប្រាប់វាឲ្យចេញពីទីនេះខ្ញុំចង់ដាក់ពិន័យលើគាត់លោកម្ចាស់ខ្ញុំមានអារម្មណ៍មិនល្អទេមនុស្សមួយក្រុមបានមកនៅថ្ងៃនេះខ្ញុំបានខ្ចប់របស់កញ្ញាខេនហើយយកវាទៅឆ្ងាយហេតុអ្វីបានជាអ៊ុយយ៉ាងប្លន់អ្នកដតីកញ្ញាយាងថ្ងៃនេះពេលថ្ងៃត្រង់គាត់បានរត់ទៅជាមួយ Master Ga ស៊ីមីងគាត់មកជួបប្អូនស្រីម្ដងទៀតពេលខ្លះបន្ទាប់ពីមនុស្សល្ងីល្ងានោះអ៊ុយយ៉ាងខេងបានរុញធ្វើឌីអូខ្លាចគេដាក់ទោសឲ្យធ្វើបាបគេសេមិញពិតជាល្ងងណាស់ដែលរត់គេខ្លួននេះអាចត្រូវបានបញ្ឆោតឥឡូវនេះអ៊ុយយ៉ាងខេងមានការគ្រប់គ្រងពីគ្រូសាយ៉ាសំបីតែរបស់ត្រូវបានខ្ចប់ទៅឆ្ងាយខ្ញុំគិតថាខ្ញុំមិនមានគម្រោងត្រឡប់មកវិញទេពិតជាមិនសមហេតុផលទេប្រាប់ខ្ញុំមកមិនក៏គ្រូសាបេរបស់យើងចិញ្ចឹមឆ្កែជាប់ភ្នែកស្បែបនេះឪពុកនិងប្អូនស្រីខ្ញុំរុញខ្ញុំចុះក្រោមវាស្ទើរតែបណ្ដាលឲ្យខ្ញុំពិការជាអចិន្ត្រៃយ៍ខ្ញុំមិនបន្ទោសគាត់ទេខ្ញុំគ្រាន់តែចង់សួរដោយផ្ទាល់ហេតុអ្វីបានជាគាត់ធ្វើបែបនេះដាក់ខ្ញុំបើប្អូនស្រីសុកចិត្តសុំទោសខ្ញុំផ្ទាល់ខ្ញុំអាចអត់ទោសឲ្យគាត់ទោះបីជាគាត់រត់ទៅចុងផែនដីក៏ដោយខ្ញុំក៏នឹងចាប់គាត់ហើយសុំទោសអ្នកដែរសត្វនេះបានធ្វើរឿងបែបនេះខ្ញុំនឹងមិនអនុញ្ញាតឲ្យគាត់ទៅទេអូត្រូវហើយនៅប៉ុន្មានថ្ងៃទៀតនឹងមានគម្រោងយុទ្ធនាការបោះឆ្នោតសម្រាប់ទីក្រុងហើយណាកុំបារម្ភខ្ញុំបានរៀបចំរួចហើយនោះហើយជា VOO យល់ហើយតើអ្នកកំពុងធ្វើអ្វីចៅហ្វាយឲ្យសូមទទួលយកពួកយើងខ្ញុំរួចរាល់ជាមួយវាខ្ញុំអាចទទួលយកបានទេមានមនុស្សនៅក្រៅពិភពលោកហើយមានស្ថានសួគ៌នៅក្រៅលោកនេះយើងទាំងអស់គ្នាជាសមិទ្ធដែលខិតខំរួមគ្នាដើម្បីឧត្តមគតិរបស់យើងវាមិនចាំបាច់ជាវិធីនេះទេហើយកែនៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះគម្រោងទីក្រុងវិទ្យាសាស្ត្រគម្រោងមួយណាដែលយើងគួរប្រើដើម្បីរកលុយលើកនេះសិមិញខ្ញុំចាំ Story Group បានស្រាវជ្រាវលោហៈថ្មីមួយអាចដោះស្រាយបញ្ហាយ៉ាប់ឆេលឌីនៅសីតុណ្ហភាពខ្ពស់លោហៈនេះវាជាផលិតផលចំនួនទី3ដែលទទួលបានពីលោហៈធាតុអាកាសគុណលក្ខណៈផ្សេងគ្នាបានកើនឡើង50ឥឡូវនេះវាបានឈានដល់ដំណាក់កាលនៃការដាក់ពាក្យប៉ុន្តែមិនទាន់មានវាកម្មវិធីនៅឡើយទេការស្រាវជ្រាវលើគំរូ Mecha របស់ខ្ញុំត្រូវបានបញ្ចប់នាពេលគ្រាន់តែត្រូវការលោហៈប្រភេទនេះខ្ញុំកំពុងគិតថ្ងៃនេះហេតុអ្វីខ្ញុំមិនខិតខំធ្វើការបង្កើតគំរូមេកាំងនេះតោះទៅបោះឆ្នោតទាំងអស់គ្នារបៀបយកគំរូ Mecha ដើម្បីចូលរួមក្នុងការប្រកួតប្រជែងបន្ទាប់មកយើងគឺវ៉ងយេតើម៉ូដែលចំនួនទី1នឹងចេញឆាប់នេះទេបច្ចេកវិទ្យានាពេលអនាគតហៅអ្នកទៅកាន់ការពិតហាអ្នកពិតជាអស្ចារ្យមែននេះគ្រាន់តែនេះយើងពិតជាមានទំនាក់ទំនងគ្នាទៅវិញទៅមកខ្ញុំនឹងរៀបចំការងារឥឡូវនេះលោកចាក់កំពុងហៅទូរស័ព្ទ24ម៉ោងក្នុងមួយថ្ងៃទោះបីយើងមិនដេក3ថ្ងៃនេះក៏ដោយយើងក៏ត្រូវបង្កើតគំរូ Mecha ចំនួនទី1ផងដែរបាត់មកបន្ទាប់ពីការពិនិត្យធ្ងន់ធ្ងរគម្រោងដែលត្រូវបានជ្រើសរើសសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតខ្ពស់នៅក្នុងទីក្រុងវិទ្យាសាស្ត្រនៅសីតុណ្ហភាពទាបរបស់ Orange Technology បច្ចេកវិទ្យាថាមពល Hydrogen របស់ Beiji Technology និងបច្ចេកវិទ្យាវាលទំនាញនៃបច្ចេកវិទ្យាឧបករណ៍យួរដៃអនុញ្ញាតឲ្យយើងអបអរសាទរពួកគេបន្ទាប់ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីសម្រាប់ត្រូវបានអញ្ជើញឲ្យបញ្ជូនអ្នកតំណាងទៅឆាកដើម្បីទទួលបានវិញ្ញាបនបត្រយើងនឹងចាប់ផ្ដើមការផ្សព្វផ្សាយការវិនិយោគដ៏សំខាន់បំផុតដើម្បីភ្ជាប់វិនិយោគលោកតាចាស់ធ្វើបានល្អមានធនាគារវិនិយោគជាច្រើនមានវត្តមាននៅថ្ងៃនេះដរាបណាយើងទទួលបានការវិនិយោគពីមតិយោបល់ចាប់ពីពេលនេះទៅគ្រូសាបេរបស់យើងនឹងអាចទទួលបានភាពជោគជ័យដ៏អស្ចារ្យហោះឡើងលើមេឃទៅមុខយូដូអ្នកគឺល្អបំផុតហាហាហាឥឡូវនេះខ្ញុំអញ្ជើញសាស្ត្រាចារ្យយ៉ែងមកលើឆាកចេញវិញ្ញាបនបត្រដល់ក្រុមហ៊ុនដែលបានជ្រើសរើសទ្រឹស្ដីនៃគម្រោងរាជវង្សថេងរបស់ក្រុមហ៊ុនអ្នកគឺគួរឲ្យរំភើបណាស់សក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍខ្ញុំមានសតិនិយមចំពោះអ្នកសូមអរគុណសាស្ត្រាចារ្យបន្ទាប់នេះគឺជាដំណភ្ជាប់ផ្សព្វផ្សាយការវិនិយោគដែលយើងទន្ទឹងរង់ចាំបំផុតថ្ងៃនេះមានសហសេវិកសរុបចំនួន8នាក់
តើគម្រោងមួយណាដែលពួកគេមានសតិនិយមជាងតោះចាំមើលទាំងអស់គ្នាចាំមួយផ្លែតអាតើបុគ្គលនេះជានរណាតើចប់ភ្នែកពណ៌នេះជានរណាមិនហ៊ានមកទីនេះប៉ាគាត់មិននៅទីនេះដើម្បីបង្កបញ្ហាមែនទេគាត់ហ៊ានចាប់អ្នកហើយបំបែកជើងរបស់គាត់អេណែនាំខ្លួនអ្នកខ្ញុំឈ្មោះអ៊ូយ៉ាងឈីងគាត់គឺជាអ្នកបង្កើតបច្ចេកវិទ្យាខេងឡៃតើអ្នកកំពុងនិយាយអ្វីមិនសមហេតុសមផលបច្ចេកវិទ្យានេះច្បាស់ជាកម្មសិទ្ធិរបស់យើងគឺ Basic Technology តើវាមានអ្វីតាក់ទងនឹងអ្នកខ្ញុំគ្រាន់តែនិយាយថាហេតុអ្វីបានជាការចុះឈ្មោះរបស់ខ្ញុំវាគឺជាអ្នកដែលបានធ្វើវាខេងឡៃត្រូវបានបង្កើតឡើងដោយអ្នកតើអ្នកមកពី Basic Technology ទេគាត់មិនមែនទេវាជាបទបុណ្យសពដែលគ្រូសាបេរបស់យើងបើកឡានចេញពីផ្ទះវាគ្មានអ្វីពាក់ព័ន្ធនឹងគ្រូសាបេទេមនុស្សនេះមានចរិតអាក្រក់ធ្វើអំពើអាក្រក់ជាច្រើនគាត់ត្រូវបានបណ្តេញចេញពីគ្រូសាបេដោយពួកយើងគ្រូសាបេមិនមានអ្វីតាក់ទងនឹងគាត់ទេឲ្យយ៉ាងថេងចូលចុះមកយ៉ាងលឿនវាមិនខ្មាស់អៀនគ្រប់គ្រាន់ទេវាប្រែថាគាត់បានមកទីនេះដើម្បីប៉ះប៉ះសលែងពួកគេទាំងអស់ត្រូវបានបណ្តេញចេញពីផ្ទះដោយគ្រូសាបេមិនហ៊ានមកប៉ះប៉ះសលែងស្ត្រីឈួតវាខុសច្បាប់ក្នុងការក្លែងបន្លំគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រមុនពេលខ្ញុំឲ្យសន្តិសុខអ្នកគួរចេញទៅលឿនជាងខ្ញុំមានសាត្រាស្លឹករឹតគម្រោងនៅទីនេះដើម្បីបញ្ជាក់វាខ្ញុំជាអ្នកអភិវឌ្ឍសាស្ត្រាចារ្យយ៉ែងនេះពិតជាសាត្រាស្លឹករឹតនៃគម្រោងរីជវងឈីងតើមានអ្វីកាត់ឡើងតើវាអាចជាកសោនេះគឺជាអ្នកអភិវឌ្ឍគម្រោងថេងដងឡេបន្ទាប់មកបច្ចេកវិទ្យារបស់បេនេះពិតជាអាម៉ាស់ណាស់សាស្ត្រាចារ្យយ៉ែងគឺអ្នកក៏បានធ្វើដំណើរតាមពេលវេលាផងដែរតើយើងបានជួបគ្នានៅកន្លែងណាទេវាប្រែថាពួកគេគ្រាន់តែមើលទៅដូចគ្នាសូមទោសខ្ញុំទទួលមនុស្សខុសសម្មិតតូចខ្ញុំក៏គិតដែរខ្ញុំឃើញអ្នកដូចជាអតិថិជនតើយើងបានជួបគ្នានៅកន្លែងណាទេសាស្ត្រាចារ្យយ៉ែងសៀវភៅនេះរបស់ខ្ញុំគឺដើមគាត់បានចម្លងខ្ញុំបងស្រីពីមុនអ្នករុញខ្ញុំចុះក្រោមវាស្ទើរតែបណ្ដាលឲ្យខ្ញុំពិការជាអចិន្ត្រៃយ៍ឥឡូវនេះគាត់លួចគម្រោងស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខ្ញុំម្ដងទៀតឯងអន់ចិត្តនឹងខ្ញុំម្លេះបៃដងខ្ញុំបានប្រាប់អ្នកជាច្រើនដងហើយមិនមានប្រើល្បិចលេងទេអ្វីដែលជារបស់អ្នកនៅទីបំផុតគឺជារបស់អ្នកមិនអាចយកវាទៅឆ្ងាយបានទេបើវាមិនមែនជារបស់អ្នកខ្ញុំគ្រាន់តែចង់យកអ្វីគ្រប់យ៉ាងចេញពីអ្នកចុះសាស្ត្រាចារ្យយ៉ែងវិញនេះពិតជាសាត្រាស្លឹករឹតនៅក្នុងរូងភ្នំខៀវសាត្រាស្លឹករឹតទាំងពីរជំរុញឲ្យខុសគ្នាខ្លឹមសារគឺដូចគ្នាបន្ទាប់មកត្រូវតែមាននរណាម្នាក់លួចចម្លងវានោះច្បាស់ជាត្រូវបានចម្លងដោយប្រទេសមួយនេះគាត់មាននិស្ស័យដែលត្រូវបានបំផុសគំនិតដោយគ្រូសាបេតើគម្រោងបែបនេះអាចអភិវឌ្ឍដោយរបៀបណាមុនពេលវាយឺតពេលក្នុងការដោះស្រាយវាកុំលោតទៅរកការសន្និដ្ឋានលោកស្រីអ៊ុយថេងតើអ្នកមានផាសតាងអ្វីផ្សេងទៀតដើម្បីបញ្ជាក់អំពីការរបស់អ្នកជាការពិតណាស់មានពេលឆៃម្នាក់នេះឈួតមែនទេបើគាត់លួចចម្លងតើអ្នកកំពុងព្យាយាមលេងសើចជាមួយនឹងគាត់គ្រាន់តែព្យាយាមផ្គប់ចិត្តអ្នកដទៃបងស្រីឲ្យតែអ្នកទទួលស្គាល់ថាឯងជាចោរឥឡូវដរាបណាវាមិនពន្យាពេលកិច្ចប្រជុំវិនិយោគរបស់គ្រូសាបេខ្ញុំនឹងអង្វរឪពុកម្ដាយខ្ញុំហើយសុំឲ្យគេអត់ទោសឲ្យអ្នករឿងអាស្រូវចេញពីទីនេះឲ្យបានលឿនចុះទៅខ្មាស់គេផ្កាពណ៌ស្លួចសាត្រាស្លឹករឹតរបស់ខ្ញុំប៉ុន្តែគាត់មិនអាចយល់អំពីរូបមន្តមូលដ្ឋានបំផុតនោះទេដរាបណាគាត់សរសេររូបមន្ត Carlos នៅក្នុងសាត្រាស្លឹករឹតទេមិនអីទេអ្នកបាននិយាយថាអ្នកគឺជាអ្នកអភិវឌ្ឍបន្ទាប់មកអ្នកត្រូវតែអាចសរសេរវាចុះសរសេរវាអ្នកស្រីបៃឌូប្រសិនបើអ្នកបញ្ជាក់ខ្លួនឯងសូមសរសេរទុកឲ្យអ្នករាល់គ្នាបានឃើញមើលបេយោបែបនេះតើសាត្រាស្លឹករឹតនេះពិតជាមិនត្រូវបានសរសេរដោយគាត់មែនទេវាប្រែថាវាពិតជាបច្ចេកវិទ្យារបស់បេការធ្វើការរបស់អ្នកដទៃហេតុអ្វីខ្ញុំមិនអាចសរសេរវាត្រូវការកុហករាប់មិនអស់ដើម្បីនិយាយកុហកមួយចាប់តាំងពីអ្នកបានសម្រេចចិត្តត្រៀមខ្លួនដើម្បីរកកំហុសជាមួយសាត្រាស្លឹករឹតរបស់ខ្ញុំអ្នកគួរតែខិតខំទន្ទិញពាក្យសម្ដីរបស់ខ្ញុំទាំងអស់ប៉ុន្តែខ្ញុំភ្លេចអ្វីនៅខាងក្នុងគឺជ្រៅពេកខ្ញុំគិតថាអ្នកមិនអាចយល់បាន1/10របស់វាទេទុកឲ្យចាំតែម្ដងមនុស្សគ្រប់រូបមានសតិនិយមនេះគឺជាធម៌ពលពន្លឺនេះបើយោងតាមរូបមន្តត្រឹមត្រូវរបស់ហឡូអូពិតជាត្រឹមត្រូវមែន
វាប្រែថាវាពិតជាក្រុមបេរសាត់ចូលទៅក្នុងសមិទ្ធផលរបស់អ្នកបច្ចេកវិទ្យាបេស៊ីគឺគ្រាន់តែជាការអាម៉ាស់ចំពោះសហគមន៍ស្រាវជ្រាវវិទ្យាសាស្ត្ររបស់យើងបេសេចេញពីកន្លែងឬបេសេចេញពីកន្លែងវាអ្នកឲ្យស្លាប់អ្នកចុកភ្នែកលោកបៃផ្កាសកំពុងអន្តែតលើដៃនិងមាត់របស់ខ្ញុំហើយអ្នកមានចំណែកមែនទេប្រាប់ខ្ញុំថាអ្នកមិនដឹងអ្វីទាំងអស់មិនសមហេតុសមផលកូនស្រីរបស់ខ្ញុំឈ្មោះបេវិនសិននឹងលួចសាត្រាស្លឹករឹតរបស់អ្នកជាក្មេងស្រីប្រិយមកពីជនបទតើអ្នកដឹងទេថាអ្វីទៅជាការស្រាវជ្រាវបែបនេះអ្នកមានបំណងអ្វីក្នុងការធ្វើឲ្យមានការច្របូកច្របល់បែបនេះនៅថ្ងៃនេះបាត់ជូយ៉ាងខេងកុំគិតថាអ្នកអាចសរសេររូបមន្តគម្រោងនេះត្រូវបានបង្កើតឡើងដោយអ្នកគ្រាន់តែនិយាយថាឲ្យតែអ្នកអាចទន្ទិញវាបានអ្នកអាចសរសេររូបមន្តនេះចុះហេតុអ្វីបានជាបេឈូមិនអាចសរសេរវានោះក៏ព្រោះតែដោយោ21រយៈដូច្នេះខ្ញុំមិនអាចសរសេរវាបានទេមកគ្រូសារបស់អ្នកសុទ្ធតែជាមនុស្សល្ងងអូម៉ូតនសម័យណាស់ហេតុអ្វីបានជាអ្នកសាហាវយ៉ាងនេះបានដឹងដូច្នេះខ្ញុំមិនគួរចិត្តទុនជ្រាយហើយឲ្យអ្នកចូលក្នុងទ្វារគ្រួសារបេតាំងពីដំបូងខ្ញុំនឹងចាក់ចេញពីសេរីចាប់ពីថ្ងៃនេះទៅចាប់ពីពេលនេះទៅយើងមិនមានអ្វីតាក់ទងនឹងអ្នកទេអ្នកបាននិយាយអ្នកដែលលួចគម្រោងស្រាវជ្រាវវិទ្យាសាស្ត្ររបស់អ្នកដទៃត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ខ្ញុំបានបង្ហាញខ្លួនឯងហើយតើពួកគេនឹងត្រូវដោះស្រាយនៅពេលណាសន្តិសុខនេះរងចាំហេអាចសរសេររូបមន្ត Connors វាអាចបង្ហាញថាគាត់ជាអ្នកអភិវឌ្ឍបន្ទាប់មកនរណាម្នាក់អាចសរសេរវានៅលើឆាកតើគ្រប់គ្នាអាចនិយាយបានថាពួកគេជាអ្នកអភិវឌ្ឍបេយូហេតុអ្វីបានជាអ្នកមិនទទួលស្គាល់ការបរាជ័យហាសើចដាក់ខ្ញុំបងស្រីខ្ញុំចង់សួរអ្នកឪពុកម្ដាយរបស់អ្នកបាននាំអ្នកពីជនបទចិញ្ចឹមអ្នកដោយអាហារល្អនិងភេសជ្ជៈហេតុអ្វីអ្នកធ្វើបាបខ្ញុំមុនធ្វើបាបឪពុកម្ដាយរបស់អ្នកជាម្ដាយរបស់គូដណ្ដឹងរបស់ខ្ញុំឥឡូវនេះអ្នកក៏ចង់ចាប់យកលទ្ធផលស្រាវជ្រាវរបស់ខ្ញុំដែរសុំទោសជាធម្មតាខ្ញុំធ្លាប់រៀនតែម្នាក់ឯងនៅផ្ទះសប្តាហ៍ថ្ងៃនេះមានមនុស្សច្រើនណាស់ដែលខ្ញុំពិតជាមិនអាចសរសេរអ្វីបានខ្ញុំស្ទើរតែត្រូវបានមនុស្សអាក្រក់នេះតាមពិតទៅបេឌីអូក៏សំហេតុផលដែរប្រសិនបើវាជាខ្ញុំគិតថាខួរក្បាលរបស់ខ្ញុំនឹងទេហើយខ្ញុំមិនអាចសរសេរអ្វីដែលអ្នកនិយាយហាក់ដូចជាគ្មានប្រយោជន៍ធ្វើការសន្និដ្ឋានដោយផ្អែកលើឯកសារផ្លូវការតែមួយវាពិតជាបំពានពេកដើមឡើយខ្ញុំចង់ទុកការអនុគ្រោះខ្លះដល់អ្នកវាហាក់ដូចជាអ្នកមិនស័ក្តិសមសាស្ត្រាចារ្យយ៉ាងអ្នកគឺជាអ្នកជំនាញក្នុងវិស័យនេះអ្នកក៏បានអានសាត្រាស្លឹករឹតនៃរាជវង្សឈីងហើយអ្វីបានជាអ្នកមិនសួរសំណួរប្រសិនបើនរណាម្នាក់មិនអាចឆ្លើយបាននរណាជាចោលនេះពិតជាយុត្តិធម៌ជាងខ្ញុំមានសំណួរតែមួយគត់បន្ទាប់ពីការអភិវឌ្ឍបច្ចេកវិទ្យាថាមពលអ៊ីត្រូសែននេះទទួលបានជោគជ័យតំបន់សាកល្បងគឺជាអ្វីតើអ្នកមិនតាំងចិត្តបោះបង់មែនទេហេតុអ្វីបានជាអ្នកមិនឆ្លើយវាហេតុអ្វីហ៊ូយ៉ាងខេងចង់ឲ្យយោឆ្លើយមុនអ្នកមិនចង់រងចាំរហូតដល់ចម្លើយរបស់យោចេញមកធ្វើម្ដងទៀតវាមិនសំខាន់ទេថាអ្នកណាឆ្លើយសំណួរនេះមុនគេការលួចចម្លងគ្មានឆន្ទៈជាការពិតណាស់បច្ចេកវិទ្យាថាមពលពន្លឺត្រូវបានអនុវត្តចំពោះវិស័យអវកាសដរាបណាយើងមានគំរូថាមពលដែលមានប្រសិទ្ធភាពជាងយើងអាចដឹងអំពីការឡើងជិះនិងការដឹកជញ្ជូនដោយមនុស្សនិងសូម្បីតែការចុះចតនៅលើភពព្រះអង្គាអូយ៉ាងឈីតើអ្នកគិតយ៉ាងណាចំពោះខ្ញុំមិនបានធ្វើកិច្ចការផ្ទះទេខ្ញុំនឹងបាត់បង់ប្រសិនបើខ្ញុំស្លាប់ពេដូអ្នកក៏មិនយល់ពីគម្រោងស្រាវជ្រាវរបស់ខ្ញុំដែរគ្រាន់តែហ៊ានលួចនោះល្ងងណាស់តើអ្នកកំពុងនិយាយអំពីអ្វីតើមានអ្វីខុសជាមួយអ្វីដែលខ្ញុំបាននិយាយមានបញ្ហាធំបច្ចេកវិទ្យាអវកាសរបស់ប្រទេសយើងមានភាពចាស់ទុំណាស់នេះមិនអនុវត្តចំពោះម៉ូដែលថាមពលពន្លឺតតែសោះបច្ចេកវិទ្យាថាមពលពន្លឺមានច្រើនប្រភេទហើយអ្នកយកតែម្នាក់ក្នុងចំណោមពួកគេបច្ចេកវិទ្យាថាមពលពន្លឺដែលខ្ញុំបានស្រាវជ្រាវកាន់តែផ្ទុះនិងមានស្ថិរភាពកាន់តែសមរម្យសម្រាប់អាវុធចល័តខ្ពស់វត្ថុថ្នាក់ខ្ពស់វាជាយន្តហោះគ្មានមនុស្សបើកប្រាកដណាស់ប្រសិនបើការអភិវឌ្ឍជោគជ័យគម្រោងនេះនឹងក្លាយជាគម្រោងដ៏អស្ចារ្យបំផុតនៃសតវត្សទី21សាស្ត្រាចារ្យ Sheng Lijiang តើលទ្ធផលគឺជាអ្វីអ្នកអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវាគឺជាលោកស្រីអ៊ូយ៉ាងថេងម្ដងទៀតនេះគឺជាកិច្ចព្រមព្រៀងពិតប្រាកដសាស្ត្រាចារ្យយ៉ាងបានសារភាពថាមែនទេសាស្ត្រាចារ្យយ៉ាងបានសារភាពការស្រាវជ្រាវនិងអភិវឌ្ឍនេះត្រូវតែជាអ៊ូយ៉ាងថេងធ្វើឲ្យខ្ញុំសើចយ៉ាងខ្លាំងតើអ្នកកំពុងផលិតខ្សែភាពយន្តបែបវិទ្យាសាស្ត្រទេការស្រមើស្រមៃបែបនេះនៅតែអាចផលិតបាននេះអ៊ូយ៉ាងឃីវនិងសាស្ត្រាចារ្យយ៉ាងខ្ញុំខ្លាចអ្នកឈួតទាំងអស់បិទមាត់សាស្ត្រាចារ្យយ៉ាងគឺជាសាស្ត្រាចារ្យឲ្យស្រាវជ្រាវវិទ្យាសាស្ត្រកម្ពុជានៅក្នុងប្រទេសប្រសិនបើអ្នកមិនគោរពគាត់ម្ដងទៀតខ្ញុំនឹងសុំឲ្យសន្តិសុខដេញអ្នកចេញឥឡូវនេះគ្រឿងសឹកដ្រូនមិនមែនជារឿងស្រមើស្រមៃទេបច្ចេកវិទ្យាថាមពលរੂជាងមានភាពចាស់ទុំសមាភារៈមេកាដែលត្រូវគ្នានឹងថាមពលសំស្របវាអាចត្រូវបានស្រាវជ្រាវក្នុងរយៈពេល10ឆ្នាំសាស្ត្រាចារ្យយ៉ាងអ្នកខុសហើយវាមិនចាំបាច់ជាអ្នកទេពិតឬមិនពិតនិយាយអ្វីក្រុមរបស់យើងឥឡូវមានដ្រូនចំនួនទី1ហើយម៉ូដែលคล้ายមិនអាចទៅរួចចេញមក Sunny Day 1
ពន្លឺថ្ងៃមួយវាគឺជាគំរូដ៏ល្អដំបូងគេរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Kenshin មានអាវុធដែលដឹកនាំដោយឱកាសឃើញខ្ញុំសានីលេខ1មានកម្ពស់3ម៉ែត្រតឹង0.8ម៉ែត្រនិងទម្ងន់1តោនផ្អែកលើសមានមៀត8.1ការចម្លងដ៏តឹងរឹងនៃគំរូយន្តហោះគ្មានមនុស្សបើកចំនួនទី1ហាពេលនេះបច្ចេកវិទ្យា Kenshin យើងបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយរឿងរបស់យើងខ្សែសង្វាក់ផលិតកម្មត្រូវបានបង្កើតឡើងគ្រាន់តែត្រូវការថវិកា Sunny Day 1អាចក្លាយជាប្រទេសចិនទាំងមូលគម្រោងគួរឲ្យកត់សម្គាល់បំផុតតើ Kenshin លេខ1គឺជាផលិតផលរបស់ Kenshin Technology មែនទេខ្ញុំអាចសួរថាតើទំនាក់ទំនងរបស់អ្នកជាមួយព្រះអយនេះជាអ្វីតើ Hodgman ត្រូវការដើមទុនប៉ុន្មានដើម្បីចាក់សូមស្ងាត់ទាំងអស់គ្នាសូមទស្សនាវីដេអូនេះមុននឹងសួរសំណួរអាយ៉ាវាជាការពិតកាលពីប៉ុន្មានឆ្នាំមុនគ្មាននរណាម្នាក់ខ្វល់ខ្វាយនឹងបច្ចេកវិទ្យាដាំដុះនៅសីតុណ្ហភាពទាបរបស់យើងទេទំនាញខែនដីរបស់យើងគាត់ជាមនុស្សឆោតល្ងង់បើប្រៀបធៀបនឹងម្នាក់នេះបច្ចេកវិទ្យាល្អបំផុតកំពុងមានបញ្ហាឡើយតើគេហ៊ានប្រឈមនឹងបច្ចេកវិទ្យាដ៏អស្ចារ្យបែបណាពួកគេនឹងត្រូវបានបំបែកដោយអ្នកវិនិយោគបេះដូងនេះត្រូវបានបង្កើតឡើងដោយអ៊ូយ៉ាងថេងมันអាចទៅរួចតើប្រទេសនេះអាចនឹងមានបញ្ហាដោយរបៀបណាអ្នកលក់ចប់ហើយខ្ញុំមិនជឿទេល្អសូមអបអរសាទរដល់ក្រុមហ៊ុន Beshi Technology សម្រាប់ការអភិវឌ្ឍប្រកបដោយជោគជ័យនៃអាប់ក្រោះតើអ៊ូយ៉ាងខេងនៅណានាងជាកូនស្រីបង្កើតរបស់គ្រូសាបេរបស់ខ្ញុំដែលកើតនៅខាងក្រៅការងាររបស់នាងជាការពិតណាស់វាគឺជាការងាររបស់ Beshi Technology របស់ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់អ្នកអរគុណអ្នកទាំងអស់គ្នាដែលបានចូលមកហានៅពេលនេះបច្ចេកវិទ្យារបស់ Bay នៅតែប៉ះអ៊ូយ៉ាងថេនខ្មាស់អៀនណាស់មែនហើយខ្ញុំមិនដែលឃើញមនុស្សអៀនខ្មាស់បែបនេះទេការងារដែលធ្វើឲ្យកូនស្រីខ្លួនឯងឥឡូវនេះខ្ញុំចង់រក្សាមិត្តផលរបស់គាត់ជារបស់ខ្ញុំអ្នកពិតជាគិតថាយើងល្ងងពន្លឺថ្ងៃមួយវាគឺជាគំរូមេឆេចំនួនទី1នៃបច្ចេកវិទ្យា Kenshin របស់យើងវាមិនពាក់ព័ន្ធនឹងបច្ចេកវិទ្យា Beshi ទេគឺខ្ញុំកាសេមិញឡៃជួងនឹងសនសេហិនបង្កើតឡើងដោយយ៉ាងឡៃតើអ្នកមានសំណួរអ្វីខ្លះឥឡូវនេះអ្នកអាចសួរសំណួរទៅកាន់មិត្តរបស់ខ្ញុំហេតោះទៅជំរាបសួរមិនអីទេខ្ញុំចង់សួរអ្នកមកម្ដងមួយភ្លាមសួស្ដីខ្ញុំក៏ចង់សួរដែរខៀងតើអ្នកបានអភិវឌ្ឍទាំងអស់នេះទេប៉ារវល់ហើយមិនអើពើនឹងអ្នកពីមុនបន្ទាប់មកឪពុកនឹងរៀបចំវាឲ្យល្អប៉ាត្រូវតែជាមនុស្សធម្មតាចាប់ពីពេលនេះទៅខ្ញុំបានប្រាប់អ្នកថា Kenshin លេខ1មិនត្រូវបានបង្កើតឡើងដោយខ្ញុំតែមនុស្សគ្រប់គ្នាបានចូលរួមក្នុងការប្រកាសទីបំផុតខ្ញុំដឹងហេតុអ្វីក៏សេមីងគិតច្រើនពីអ្នកវាប្រែថាអ្នកពិតជាមានទេពកោសល្យក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រលោកបេខ្ញុំបានប្រាប់អ្នកពីមុនខ្ញុំចង់ចូលរួមវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបេតែអ្នកបានបដិសេធខ្ញុំតើអ្វីជាចំណុចដែលត្រូវនិយាយអំពីរឿងនេះឪពុករបស់ខេងខុសប៉ាត្រូវបានពិការភ្នែកដោយបេយ៉ូមានរឿងជាច្រើនទៀតដែលធ្វើឲ្យអ្នកឈឺចាប់ប៉ុន្តែអ្នកគឺជាកូនស្រីបង្កើតរបស់ខ្ញុំតើលើលោកនេះមានឪពុកម្ដាយណាដែលមិនស្រឡាញ់កូនដោយរបៀបណាប៉ានឹងស្រឡាញ់អ្នកខ្លាំងណាស់ចាប់ពីពេលនេះទៅតើអ្នកអាចអត់ទោសឲ្យខ្ញុំបានទេបាត់ឈីងយើងជាឪពុកម្ដាយរបស់អ្នកទាំងអស់គ្នាអ្នកអាចជោគជ័យយើងក៏រីករាយនឹងអ្នកដោយធម្មជាតិដែរបើយើងមានការសោកស្ដាយណាមួយទៅផ្ទះនិយាយរឿងហ្នឹងម៉ាក់ត្រូវតែឈានដល់ចំណុចខាងក្រោមនៃបញ្ហាផ្ដល់ឲ្យអ្នកនៅផ្ទាំងថ្មស្អាតឥឡូវខ្ញុំដឹងថាតើវានឹងយឺតពេលក្នុងការលុបឈ្មោះរបស់ខ្ញុំឬអត់ខ្ញុំមានភាពលាក់ពុតរបស់គ្រួសារអ្នកអស់ជាយូរមកហើយថែទាំបេយ៉ូគឺជាកូនស្រីបង្កើតរបស់អ្នកខ្ញុំឈ្មោះអ៊ូយ៉ាងឈីងមិនហៅថាបេខេងទេតើអ្នកមិនបានឬទេ Drone ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា Kenshin តើវាមានពាក់ព័ន្ធអ្វីនឹងអ្នកអយ៉ាងថេងល្អបំផុតអ្នកគ្រាន់តែជាអ្នកផ្ដល់បច្ចេកវិទ្យាប៉ុណ្ណោះយើងអាចវិនិយោគលើបច្ចេកវិទ្យា Kenshin ពេលវេលាមកដល់គ្រឿងសឹកពណ៌សរបស់យើងនឹងហោះឡើងលើមេឃប៉ាយើងមិនចាំបាច់ស៊ូគាត់ទេតោះរកមើល Seming Pavilion ដរាបណាយើងអាចវិនិយោគលើបច្ចេកវិទ្យា Kenshin គ្រូសាបេរបស់យើងក៏អាចកើនឡើងផងដែរខ្ញុំខ្លាចថាខ្ញុំត្រូវការធ្វើឲ្យអ្នកខកចិត្ត
តើអ្នកចង់មានន័យអ្វីខ្ញុំជាប្រធានក្រុមហ៊ុន Kingston Technology អ្វីតាមពិតគាត់គឺជាប្រធានក្រុមហ៊ុន Kingston Technology ឥឡូវនេះយើងត្រូវតែចម្រោះអុកញ៉ា3នាក់ប៉ុណ្ណោះជាការពិតណាស់បច្ចេកវិទ្យា Beijing មិននៅទីនេះទេប៉ុន្តែឈីងមិនថាអីទេយើងក៏ជាឪពុកម្ដាយរបស់អ្នកដែរមិនក៏សាហាវម្លេះចូលចិត្តធ្វើការជាមួយរឿងពួកគេក៏មិនព្រមផ្ដល់គម្រោងនេះដល់គ្រូសាបេរបស់យើងដែរលោកស្រីយ៉ាងលោកបេតើអ្នកពិតជាចាត់ទុកខ្ញុំជាកូនស្រីបង្កើតរបស់អ្នកមែនទេនៅពេលដែលបេយូដាក់សុំខ្ញុំអ្នកមិនទាន់កែសម្រួលវានៅឡើយទេគាត់បានបន្ទូចថាខ្ញុំជាអ្នកដែលរុញបេយូចុះតាមចិនដាឥឡូវនេះខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងគ្រូសាបេទេម្ដាយរបស់ King ខុសអត់ទោសឲ្យម៉ាក់ទេអ្នកគឺជាផ្នែកមួយនៃបេយូនៅពេលដែលជួយបេយូលួចលទ្ធផលស្រាវជ្រាវរបស់ខ្ញុំយើងលែងមានទំនាក់ទំនងទៀតហើយលោកបេលោកស្រីរ៉េងសូមត្រឡប់ទៅហើយស្នាក់នៅទីនេះម្ដងទៀតបច្ចេកវិទ្យាបេជនឹងមានតែផ្កាយអវិជ្ជមានកាន់តែច្រើនប៉ាខុសហើយប៉ាឃើញមនុស្សខុសប៉ាមានពេលទៅផ្ទះមើលប៉ាតើយើងនឹងចោះចាញ់យ៉ាងងាយទេតើអ្នកមិនខ្មាស់អៀនគ្រប់គ្រាន់ទេទៅប៉ាឲ្យយើងផ្ដល់អនុសាសន៍យ៉ាងខ្លាំងនៅរឿងយើងមិនអាចទុកវាចោលបានទេបន្ទាប់មកខ្ញុំនឹងឲ្យអ្នកដោះស្រាយរឿងនេះនៅពេលខ្ញុំត្រឡប់មកវិញ Blue Mountain Capital វិនិយោគ 10,000 លាននៅក្នុង Kingston Technology China Merchants Capital វិនិយោគ 15,000 លាននៅក្នុង Kingston Technology Yinlong Capital វិនិយោគ 15,000 លាននៅក្នុង Kingston Technologyប្រាប់ខ្ញុំពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះលោកបេខ្ញុំបានប្រាប់អ្នករួចហើយថានៅថ្ងៃមុននិយាយកុហកសំឡេងរត់អាបាឡូនប្រសើរជាងកុំទូរស័ព្ទទៅប៉ូលីសខ្ញុំបាននិយាយថាខ្ញុំបាននិយាយពិតមាត់កញ្ញាយូយូនិងកញ្ញាខិននៅថ្ងៃនោះខ្ញុំបាននិយាយពាក្យពីរបីនៅខាងក្រៅបន្ទាប់មកខ្ញុំបានឃើញកញ្ញាដូដូវាខ្លួនឯងលើក្បាលដោយឥតក្រោយមកអ្នកបានមកពិតជាតើរឿងនេះអាចកើតឡើងដោយរបៀបណាហេតុអ្វីបានជាអ្នកមិននិយាយអ្វីនៅថ្ងៃនោះខ្ញុំគឺកញ្ញាដោយឌូដែលបានឲ្យខ្ញុំចំនួន50សូមនិយាយរឿងនេះអនុញ្ញាតឲ្យខ្ញុំនិយាយវាគឺជាកញ្ញាខិនដែលបានរុញគាត់ចុះពីលើជណ្ដើរខ្ញុំមិននឹកស្មានថាអ្នកស្រីឆេននឹងរត់ចេញពីផ្ទះនោះទេអាឈូគ្រូសាបេរបស់ខ្ញុំតើខ្ញុំអាចចិញ្ចឹមមនុស្សដូចអ្នកដោយរបៀបនិយាយដើមមិនមែនជាផ្លែប៉ោមបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសខ្ញុំមិនចង់បានអ្នកខ្ញុំមិនចង់បានមេសដូដូសូមកញ្ញាដូដូម្ដាយខ្ញុំពិតជាមិនមានន័យទេខ្ញុំគ្រាន់តែខ្លាចបាត់បង់អ្នកគ្រាន់តែជឿខ្ញុំយើងជឿលើអ្នកព្រោះយើងជឿលើអ្នកខ្លាំងពេកនោះនាំឲ្យយើងចាក់ចេញយ៉ាងទន់ភ្លន់នោះបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ BJ Technology ធ្លាក់ចុះខ្ញុំគួរតែដឹងថាអ្នកជាមនុស្សប្រភេទនេះយើងគួរតែរក្សាសេចក្តីស្រឡាញ់របស់យើងតាំងពីដើមមកឲ្យអ្នកការពារខ្លួនឯងតើអ្នកអាចនិយាយបានយ៉ាងណាអំពីរោគអាពាហ៍ពិពាហ៍វាមិនមែនជាកំហុសទាំងអស់របស់យូយូដែល King បានចាក់ចេញពីគ្រូសាបេនោះទេប្រសិនបើយើងមិនបាននាំយក King មកវិញទេមិនអើពើនឹងអារម្មណ៍របស់យូយូតើគាត់អាចដាក់ King ដោយគ្មានហេតុផលដោយរបៀបណាឥឡូវនេះហើយអ្នកនៅតែនិយាយជាមួយសត្វនេះគាត់មិនតាក់ទងយើងពីចម្ងាយទេ King គឺជាកូនស្រីបង្កើតរបស់យើងឥឡូវនេះឈីងខឹងហើយទៅឲ្យវាទាំងអស់ទៅសត្វនេះខ្ញុំមិនអនុញ្ញាតឲ្យអ្នកនិយាយយកបែបនេះទេគាត់ខ្លាចបាត់បង់យើងខ្ញុំទើបតែមានកំហុសបន្តិចប៉ុន្តែចំពោះស្នេហាស្រីបែបនេះគាត់បានចាក់ចេញពីគ្រូសាបេដោយសារតែគាត់មិនដឹងកូនតើនេះមានអ្វីតាក់ទងនឹងយូយូប៉ាម៉ាក់ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ដែលខ្ញុំបែបនេះលើកនេះសូមអភ័យទោសអត់ទោសឲ្យអ្នកភាគហ៊ុន Beijing Technology របស់យើងបានធ្លាក់ចុះការបាត់បង់យ៉ាងហោចណាស់ 1000 លានតើអ្នកសូមឲ្យខ្ញុំអត់ទោសឲ្យអ្នកដោយរបៀបណាប៉ាស្រឡាញ់យូយូអត់តើអ្នកមិនបាននិយាយទេតើខ្ញុំតែងតែជាផ្លែប៉ោមនៃភ្នែករបស់អ្នកទេស្រមុកបើប្រៀបធៀបនឹងអត្ថប្រយោជន៍នេះអ្នកមិនមានអ្វីសោះតើអ្នកដឹងទេបច្ចេកវិទ្យា King ឥឡូវនេះបានធ្វើឲ្យវាយ៉ាងហោចណាស់រាប់សិបពាន់លានវាគឺ10ដងនៃភាគហ៊ុន Whitestone Technology របស់យើងខ្ញុំគ្រាន់តែស្អប់ដែល Bei Wenxian បានដំណើរការអាជីវកម្មអស់ពាក់កណ្ដាលជីវិតរបស់គាត់នៅទីបញ្ចប់គាត់ពីការភ្នែកដាក់ភ្នាល់លើអ្នកអ្វីដែលខ្ញុំស្រឡាញ់គឺស្នេហាភាគហ៊ុនសក្តានុពលដ៏ធំបែបនេះអីយ៉ាតើអ្នកឈួតទេតើអ្នកពិតជាធ្វើវាសម្រាប់ឆេងមកឡៅយយមែនទេហើយអ្នកប្រសិនបើអ្នកមានសមត្ថភាពពាក់កណ្ដាលដូចកេសេមិញមិនយើងត្រូវបាត់តបបើបាត់ប្រពន្ធខ្ញុំគួរតែខ្លាចជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Kingston Technology ឥឡូវនេះជំនួសឲ្យគេ Shang Chuan ចាប់ផ្ដើមឥឡូវនេះ
ចេញពីគ្រួសារបេនឹងការអនុញ្ញាតរបស់ខ្ញុំកុំគិតចង់ឈានជើងចូលគ្រួសារបេប៉ាព្រោះឯងហ៊ានលាក់ពីខ្ញុំបន្ទាប់មកខ្ញុំនឹងទៅផងដែរអ្នកនឹងមិនត្រឡប់មកវិញទេកុំបារម្ភយូដូឲ្យតែខ្ញុំគម្រាមអុកញ៉ានោះខ្ញុំនឹងស្លាប់ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកត្រូវបានបណ្តេញចេញបងប្រុសអ្នកគឺល្អបំផុតសម្រាប់ខ្ញុំនោះជាករណីទៅឆ្ងាយជាមួយគាត់ខ្ញុំនឹងបញ្ឈប់កាតធនាគាររបស់អ្នកទាំងអស់ទុកឲ្យអ្នកការពារខ្លួនឯងតើអ្នកពិតជាចង់បណ្តេញខ្ញុំចេញមែនទេ Wenchen អ្នកឈួតហើយមិនចង់ទៅជាមួយគ្នាទេខ្ញុំចង់ឃើញអ្នកចាក់ចេញពីបេចឹងតើអ្នកគិតថាអ្នកនៅខាងក្រៅជាអ្វីទូរស័ព្ទទៅធនាគារភ្លាមបញ្ឈប់កាតធនាគារទាំងអស់សម្រាប់ខ្ញុំប៉ាខ្ញុំបានគិតវាចេញខ្ញុំនឹងមិនចាក់ចេញទេខ្ញុំមិនចាក់ចេញទេបងប្រុសសុំទោសដល់ទេបងប្រុសមិនអាចដើរលេងបានទេបងប្រុសចង់ទទួលមរតកអាជីវកម្មរបស់គ្រួសារបេខ្ញុំមិនអាចទៅជាមួយអ្នកទៀតទេលោក Lang Wenchen នៅក្នុងទស្សនវិជ្ជានៃការអនុវត្តរបស់អ្នកនៅក្នុងសន្និសីទវិនិយោគរបស់ក្រុមហ៊ុន Beshi Technology ធ្លាក់ចុះសូមឲ្យក្រុមប្រឹក្សាភិបាលធ្វើការសម្រេចទ្រព្យសម្បត្តិទាំងអស់នៅក្នុងឈ្មោះរបស់អ្នកដើម្បីធ្វើឲ្យបាត់បង់ក្រុមប្រឹក្សាភិបាលការចែករំលែកទាំងអស់នៅក្នុងឈ្មោះរបស់អ្នកត្រូវបានបង្កប់ឥឡូវនេះយើងត្រូវបានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិនេះសូមសហការមិនអាចទៅរួចនោះទេសូមមេត្តាមិនចង់បានសូមព្រះប្រទានពរដល់ខ្ញុំឥឡូវនេះគ្រួសារយើងទាំងមូលគ្មានផ្ទះសម្បែងបងប្រុសកុំប៉ះខ្ញុំម៉ាក់ចេញពីទីនេះខ្ញុំអាចមើលឃើញយ៉ាងច្បាស់ឥឡូវនេះអ្នកគឺជាតារានៃគ្រួសាររបស់យើងឲ្យអញខេងអ្នកយកអ្វីគ្រប់យ៉ាងពីខ្ញុំនឹងមិនធ្វើឲ្យអ្នកឯកកខ្លាំងណាស់តើអ្នកមិនអស្ចារ្យទេរងចាំរហូតដល់ខ្ញុំលុបឯកសារស្រាវជ្រាវទាំងអស់របស់អ្នកតើខ្ញុំសុខចិត្តយកអ្វីទៅបន្តការស្រាវជ្រាវមិនបាននិយាយនោះទេគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលឬចេញពីការិយាល័យប្រធានាធិបតីឡើយរងចាំមួយផ្លេតបៃដងតើអ្នកកំពុងធ្វើអ្វីនៅក្នុងការិយាល័យរបស់ខ្ញុំលោកបៃអ្នកបានទទួលស្គាល់មនុស្សខុសតើអ្នកបានមើលរឿងខ្លីច្រើនពេកទេខ្ញុំពិតជាគិតថាគ្មានអ្នកណាស្គាល់អ្នកទេប្រសិនបើលោកបេពិតជាអ្នកមែនហើយអ្វីបានជាអ្នកស្វែងរកជើហ្វាយម្ដងទៀតតើអ្នកកំពុងព្យាយាមដាក់ជើហ្វាយម្ដងទៀតសម្រាប់ខ្ញុំវាមានន័យថាខ្វាក់យ៉ាងណាក៏ដោយខ្ញុំលោកបៃគឺជាមនុស្សបែបនេះក្នុងក្រសែភ្នែករបស់គាត់មិនត្រឹមតែយកគូដណ្ដឹងខ្ញុំទេយកសេរីរុងរឿងនិងទ្រព្យសម្បត្តិរបស់ខ្ញុំទៅឆ្ងាយហើយអ្វីខ្ញុំមិនគួរសម្លាប់គាត់និយាយតើអ្នកបានធ្វើរឿងអាក្រក់អ្វីខ្លះនៅក្នុងការិយាល័យរបស់ខ្ញុំម្ដងទៀតខ្ញុំដាក់អ្វីគ្រប់យ៉ាងនៅក្នុងកុំព្យូទ័ររបស់អ្នកឯកសារស្រាវជ្រាវមួយចំនួនត្រូវបានលុបចោលព័ត៌មាននេះត្រូវបានបាត់បង់អ្នកកំពុងតែរងចាំដើម្បីផ្ដល់សំណងដល់មិត្តភ័ក្តិដ៏សំខាន់សម្រាប់ការបំពេញកិច្ចសន្យាខ្ពស់របស់ពួកគេដរាបណាអ្នកមានអ៊ីកធម្មតាខ្លះអ្នកគួរតែដឹងតើខ្ញុំនឹងមិនបំរុងទុកឯកសារសំខាន់បែបនេះទេទោះបីជាអ្នកបំផ្លាញកុំព្យូទ័រក៏ដោយទិន្នន័យនៅតែមានជាយ៉ាងខ្ញុំស្អប់អ្នកបេយោតាំងពីខ្ញុំចូលគ្រួសារបេខ្ញុំមិនដែលកំណត់គោលដៅអ្នកទេមិនដែលកំណត់គោលដៅនរណាម្នាក់ឡើយអ្នកបានបញ្ចប់ក្នុងស្ថានភាពនេះនៅថ្ងៃនេះវាគឺដោយសារតែអ្នកយកវាមកដោយខ្លួនឯងបិទមាត់ទាំងអស់ដោយសារតែអ្នកមិនមែនអ្នកទេមិនក៏បងស៊ីមីងមិនចង់ខ្ញុំតើខ្ញុំអាចគ្មានផ្ទះសម្បែងដោយរបៀបណាខ្ញុំភ្នាល់ថាអ្នកកុំមនោសញ្ចេតនាពេកខ្ញុំមិនដែលចូលចិត្តអ្នកទេទោះគ្មានចៅហ្វាយក៏ខ្ញុំមិននៅជាមួយអ្នកដែរមិនទាន់យល់ទេមានតែខ្លួនឯងទេដែលខ្លាំងដើម្បីទទួលបានអ្វីគ្រប់យ៉ាងដែលអ្នកចង់បានការពឹងលើអ្នកដទៃជានិច្ចនឹងធ្វើឲ្យអ្នកក្លាយជាប៉ារ៉ាស៊ីតយោពមគុំនិយាយមិនសមហេតុផលជាមួយគាត់មានបញ្ហាជាមួយប៉ូលីសហើយភ្លេចវាទៅឲ្យសន្តិសុខគ្រាន់តែទាត់គាត់ចេញហេអូខេខ្ញុំសារភាពថាខ្ញុំមិនល្អដូចអ្នកទេប៉ុន្តែអ្នកមិនអាចបំបាក់មុខខ្ញុំតាមចិត្តទេមែនទេខ្ញុំបាននិយាយក្បាលឯងជាប់មាត់ទ្វារពេលកើតខ្ញុំសម្រេចចិត្តទុកអ្នកចោលតើអ្នកចង់បានអ្វីទៀតអ្នកបាននិយាយថាប្រសិនបើខ្ញុំលោតពីលើអគារនៃបច្ចេកវិទ្យា Kingston តើវានឹងមានចំណងជើងស្វែងរកក្តៅនៅថ្ងៃស្អែកដែរឬទេបច្ចេកវិទ្យា Kingston ឥឡូវនេះបានបង្ហាញខ្លួនជាផ្លូវការហើយជឿលើចំណុចណាមួយ
ប្រព័ន្ធផ្សព្វផ្សាយនឹងរារាំងគាត់ដោយគ្មានកំណត់ឲ្យយ៉ាងថៃខ្ញុំមិនឃើញអ្នកមានពេលងាយស្រួលទេអាយ៉ូតាអ្នកឈួតទេនេះគឺជាជាន់ទី6ប្រសិនបើអ្នកលោតចុះអ្នកនឹងស្លាប់ហា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 យ៉ាងណាក៏ដោយខ្ញុំមិនមានអ្វីនៅសល់ទេការរស់នៅគឺអាក្រក់ជាងការស្លាប់ទោះអូនស្លាប់ឲ្យអេនថេងក៏ដោយអូននឹងធ្វើជាអ្នកស្មៀនហេតុអ្វីទី1នេះគឺ6អ្នកនឹងមិនស្លាប់ទេប្រសិនបើអ្នកលោតប៉ុន្តែអ្នកទំនងជាពិការទី2អ្នកមិនមែនជាបុគ្គលិករបស់ Kingston Technology ទេប្រសិនបើអ្នកលោតវាមិនត្រឹមត្រូវបច្ចេកវិទ្យា Kingston មានផលប៉ះពាល់អវិជ្ជមានណាមួយប្រសិនបើអ្នកនៅតែមានអ៊ិចធម្មតាខ្លះគួរតែដឹងប្រសិនបើអ្នកលោតអ្នកនឹងឈឺចាប់អ្នកកំពុងភ័យខ្លាចហាហាហាតើអ្នកខ្លាចថាខ្ញុំនឹងលោតទេប៉ុន្តែខ្ញុំប្រាប់អ្នកខ្ញុំចង់លោតខ្ញុំគ្រាន់តែចង់ធ្វើឲ្យអ្នកវេទនាវាពិបាកក្នុងការបញ្ចុះបញ្ចូលខ្មោចបេដងដោយពាក្យល្អខ្ញុំកំពុងណែនាំអ្នកនៅរឿងចុងក្រោយបើអ្នកលោតចុះអ្នកនឹងភ្លេចគ្នាទោះយ៉ាងណាក៏ដោយឪពុកម្ដាយរបស់ខ្ញុំនៅតែមានសេរីភាពបើអ្នកមិនចង់បានខ្ញុំទៀតតើខ្ញុំអាចទៅកន្លែងណាទៀតឲ្យអញថៃខ្ញុំស្អប់អ្នកខ្លាំងណាស់ហេតុអ្វីជើងរបស់ខ្ញុំឈប់ស្រែកអ្នកធ្លាក់ពីលើជាន់ទី6ហើយជើងរបស់អ្នកពិការខ្ញុំនឹងត្រូវអង្គុយលើកៅអីរុញអស់មួយជីវិតមិនអាចទៅរួចទេខ្ញុំមិនជឿទេខ្ញុំបានជូនដំណឹងដល់លោកប៉ៃហើយហួសចិត្តពួកគេដឹងថាអ្នកបាក់ជើងមនុស្សគ្រប់រូបមិនអាចជិះវាបានទេខ្ញុំមិនចង់មកមន្ទីរពេទ្យដើម្បីជួបអ្នកតតែសោះនេះគឺជាគ្រួសារដែលអ្នកតែងតែចង់បានសាច់ញាតិដែលត្រូវគេប្លន់សមនឹងការនេះហេតុអ្វីស៊ីមីងតោះទៅបងស្រីលោកកាហេបងប្រុសតើអ្នកធ្វើបែបនេះដោយរបៀបណាលោកកាកៅអីរបស់ខ្ញុំនៅលើក្រុមប្រឹក្សាភិបាលត្រូវបានដកចេញឥឡូវនេះយើងកំពុងជំរុញអ្នកទៅកាន់គែមនៃការខ្សែធនគ្រួសារយើងក៏គ្មានកន្លែងរស់នៅដែរអ្នកតែងតែនៅចំពោះមុខគ្រួសារទាំងពីររបស់យើងសម្រាប់ជាប្រយោជន៍នៃមិត្តភាពអ្នកជួយយើងបាទលោកគេសូមជួយពួកយើងផងអូបងប្រុសបាយហេតុអ្វីបានជាអ្នករំខានផ្ទះមានភ្នំមាសប៉ុន្តែខ្ញុំមិនដឹងថាគួរឲ្យតម្លៃយ៉ាងណាប៉ុន្តែគាត់ត្រូវប្រើកូនស្រីខ្លាញ់ដែលកាន់កាប់សម្បុកសត្វស្វាធ្វើបាបគាត់ដល់ទីបញ្ចប់បែបនេះហើយហេមិនក៏ខ្លាចជាមេជីវិតកុំនិយាយពីគាត់អីអ្នកល្ងងស្ទើរតែសម្លាប់គ្រួសារយើងទាំងមូលលោកខាបងប្រុសសេមិញនិងអ៊ុយអេងខេងបានស្រឡាញ់គ្នាតាំងពីដំបូងពួកគេទាំងពីរនឹងនៅជាមួយគ្នាឆាប់នេះពេលវេលាមកដល់គ្រួសារយើងទាំងពីរនឹងខ្លាយជាក្មេកតើអ្នកអាចមិនអើពើនឹងសេចក្តីស្លាប់ដោយរបៀបណាអាពាហ៍ពិពាហ៍របស់ស៊ីមីងខ្ញុំមិនអាចធ្វើការសម្រេចចិត្តបានទេមិនមែននិយាយថាមិនទាន់នៅជាមួយគ្នាទេទោះបីជាពួកគេពិតជានៅជាមួយគ្នាក៏ដោយខ្ញុំចាំគ្រួសារ3របស់អ្នកតើអ្នកមិនទាន់បានបណ្ដេញអ៊ុយអេងខេងចេញទេនេះហាក់ដូចជាគ្មានអ្វីតាក់ទងនឹងអ្នកទេលោកកាមិនអាចនិយាយរឿងនេះទៅកាន់ថេងហេងបានទេយ៉ាងណាមិញគាត់គឺជាកូនស្រីបង្កើតរបស់យើងឆ្អឹងដែលបាក់នេះនៅជាប់នឹងសរសៃពួរតើវាអាចធ្វើទៅបានយ៉ាងណាទើបអាចផ្ដាច់ចំណងបានអ្នកនិយាយដូច្នេះហេខ្ញុំបាននិយាយថាបងប្រុសបៃហេគ្រាន់តែនិយាយវាតើខ្ញុំអាចជួយអ្នកដោយរបៀបណាឥឡូវនេះ Story គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Kingston Technology តម្លៃទីផ្សារបានកើនឡើង 30,000 លានអ្នកគ្រាន់តែត្រូវការឲ្យខ្ញុំខ្ចី100លានរងចាំរហូតដល់ខ្ញុំត្រឡប់មកវិញខ្ញុំនឹងសងអ្នកទ្វេដងចំនួន100លានមិនអាចទៅរួចលោកកា50លានគ្រាន់តែ50លានក៏គ្រប់គ្រាន់បងប្រុសបេគ្រាន់តែបោះបង់គំនិតនេះខ្ញុំនឹងមិនឲ្យអ្នកខ្ចីមួយកាក់ទេខ្ញុំកំពុងមើលថែអ្នកមើលអ្នកបានឃើញវាផងដែរខ្ញុំបានដកថយលើនេះនៅផ្ទះគ្រាន់តែលើកផ្កាដល់ដូនីអូចុះក្រុមហ៊ុនវិញខ្ញុំនឹងទុកវាឲ្យស៊ីមីងដូច្នេះខ្ញុំមិនមានលុយឲ្យអ្នកខ្ចីលោកកាហេតុអ្វីមិនប្រាប់បងប្រុសសេមិញវាមិនគួរពិបាកទេក្នុងការទទួលបាន50លានមែនទេហេតុអ្វីបានជាអ្នកមិនទៅរកអ៊ុយអេងខេងដោយសារតែតើអ្នកបានទៅរកគាត់ទេ
ខ្ញុំស្គាល់ចរិតរបស់អ៊ូយ៉ាងថេងចាប់តាំងពីគាត់បានបដិសេធគាត់ក៏មិនអនុញ្ញាតឲ្យសៃមីងខ្ចីលុយអ្នកដែរទំនាក់ទំនងរវាងលោកសេមីងនិងលោកមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេអ្នកបាននិយាយថានៅចំណុចរចនាសម្ព័ន្ធនេះតើខ្ញុំអាចល្ងងហើយជួយអ្នកបានទេហើយបងប្រុសគិតអញ្ចឹងទេខ្ញុំឃើញគ្រាន់តែយល់មើលភ្ញៀវនៅទីនេះលោកបៃសូមហេតុអ្វីគាត់សុំនឹងទទួលបានវាការស្រាវជ្រាវលើ Tension លេខ1បច្ចុប្បន្នគឺនៅកម្រិតខ្ពស់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកក្នុងអំឡុងពេលនេះទីបំផុតបានសម្រាប់ Boss តើអ្នកទៅសម្រាប់ណីណា Tension លេខ1នៅតែមានប៉ារ៉ាម៉ែត្រជាច្រើនដែលត្រូវការបំបត្តិកំហុសខ្ញុំនឹងមិនសម្រាប់ទៀតទេចៅហ្វាយពិតជាពូកែស្រាវជ្រាវមែនគ្មានឆ្ងល់ទេដែលអ្នកមានសមិទ្ធផលខ្ពស់បែបនេះនៅក្មេងចៅហ្វាយកុំធ្វើការខ្លាំងពេកផ្សំការងារនិងសម្រាប់ជានិច្ចបាត់បងស៊ីមអូនណីណាតើអ្នកចង់ធ្វើអ្វីជាងគេនៅពេលនេះមានរឿងជាច្រើនដែលខ្ញុំចង់ធ្វើចុះបើវាខ្លាចជាការពិតខ្ញុំចង់ណាត់ជួបចៅហ្វាយរបស់ខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍រៀបការបន្ទាប់មកធ្វើដំណើរជុំវិញពិភពលោកតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីឧត្តមគិតរបស់យើងត្រូវបានដឹងត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះមានកិច្ចការពិបាកជាងនេះកំពុងរងចាំយើងនៅពេលក្រោយតើអ្នកមានពេលធ្វើរឿងទាំងនេះណីណាចៅហ្វាយនិយាយត្រូវឥឡូវនេះយើងនៅតែត្រូវផ្ដោតលើការស្រាវជ្រាវភាគច្រើនចំណាយពេលខ្លះដើម្បីចេញទៅក្រៅហើយណាត់ជួបហាហាហាអាយ៉ាហាហាហា